ឆ្នាំ2003នាវេលាយប់មួយមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងរួមជាមួយនឹងខ្យល់កន្ត្រាក់បូករួមជាមួយនឹងសំឡេងផ្គររន្ទះយ៉ាងត្រហឹងអើងកងធាតុអាកាសបែបហ្នឹងវាគឺជាសេចក្តីសុខរបស់បងប្អូនអ្នកភូមិដែលគាត់រស់នៅក្នុងផ្ទះថ្មក៏ដូចជាស្ថិតនៅក្នុងផ្ទះធំៗទាំងក្មេងទាំងចាស់គឺសម្រានលងលក់ដោយកក់ក្ដៅប៉ុន្តែសម្រាប់បងប្អូនដែលគាត់រស់នៅក្នុងផ្ទះតូចក្នុងផ្ទះខ្ទមឬក៏ផ្ទះដែលនៅជាប់វាលស្រែអាចថាវាគឺជាបញ្ហាសម្រាប់ពួកគាត់ដែលពួកគាត់ត្រូវក្រោកមកទាំងយប់ដើម្បីទប់បង្អួចត្រងភ្លៀងឬក៏ត្រូវងើបសារមុងភួយខ្នើយផ្លាស់ប្ដូរកន្លែងគេងដោយសារតែកន្លែងដែលគាត់សម្រាននោះត្រូវបានទឹកលិចឬក៏ដំបូលនៅកន្លែងដែលគាត់សម្រានហ្នឹងមានកន្លែងធ្លុះធ្លាយនៅពេលដែលភ្លៀងខ្លាំងអញ្ចឹងគឺទឹកវាដក់ឬក៏វាហូរមកតាមប្រឡោះនោះដូច្នេះពួកគាត់មិនអាចសម្រានលងលក់ស្រួលដូចជាបងប្អូនដែលមានធូរធារនោះឡើយឥឡូវយើងក្រឡេកទៅកាន់ផ្ទះមួយផ្ទះហ្នឹងគឺនៅគៀកជាមួយនឹងវាលស្រែតែម្ដងគ្រាន់តែថានៅបរិវេណខាងមុខផ្ទះមានផ្លូវលំមួយសម្រាប់ធ្វើដំណើរចេញចូលភូមិដោយភូមិដែលពួកគេរស់នៅនឹងមានឈ្មោះថាភូមិសេដ្ឋីគឺស្ថិតនៅក្នុងខេត្តកំពង់ស្ពឺប៉ុន្តែសប្តាហ៍ថ្ងៃគេអាចនឹងបដូរឈ្មោះភូមិហើយផ្ទះរបស់គាត់ពេលហ្នឹងក៏មានសភាពដូចជាផ្ទះបងប្អូនដទៃទៀតដែរផ្ទះគាត់គឺជាប្រភេទផ្ទះឈើហើយខាងលើដំបូលគឺប្រក់ស័ង្កសីអាចថាដោយសារតែផ្ទះរបស់គាត់រៀងចាស់ណាស់ទៅហើយបូករួមជាមួយនឹងតំបន់នេះមិនសូវជាមានដើមឈើដើមអីបាំងខ្យល់ទៀតផងនោះពេលដែលភ្លៀងមកម្ដងទឹកគឺតែងតែជ្រាបតាមជញ្ជាំងមិនដែលទឹកនោះហូរស្ទើរតែពេញក្តារផ្ទះទៅហើយដោយនេះក្រុមគ្រួសាររបស់គាត់ត្រូវសារកន្ទេលសារអីទៅក្បែរជញ្ជាំងមួយទៀតដែលទឹកមិនហូរមកគឺពួកគាត់នាំគ្នាសម្រាកនៅទីហ្នឹងក្រុមគ្រួសារនោះគឺមានសមាជិក4នាក់មានបុរសរួមជាមួយនឹងស្ត្រីដែលជាម្ដាយឪពុករួមជាមួយនឹងក្មេង2នាក់ហើយក្មេងហ្នឹងគឺសុទ្ធតែជាក្មេងប្រុសពួកគេត្រូវជាកូនដោយកូនបងមានអាយុល្បាក់ប្រហែលជា14-15ឆ្នាំចំណែកឯកូនប្អូនគឺមានអាយុល្បាក់ប្រហែលជា9ឬក៏10ឆ្នាំអីនោះទេកូនទាំងពីរនេះសប្តាហ៍ថ្ងៃគឺពួកគេនៅសិក្សាទោះបីជាម្ដាយឪពុកក្រលំបាកយ៉ាងណាក៏ដោយក៏គាត់បានលើកទឹកចិត្តឲ្យកូនចូលរៀនដូចក្មេងៗដទៃដែរព្រោះពួកគាត់ទាំងពីរយល់ថាពួកគាត់ទាំងពីរកើតនៅក្នុងសម័យសង្គ្រាមសូម្បីតែការរៀនសូត្រក៏មិនមានឱកាសចំពេលដែលស្រុកទេសបានសុខសាន្តទៅហើយសាលារៀនក៏មានមន្ទីរពេទ្យក៏មានដូច្នេះគឺគាត់លើកទឹកចិត្តកូនប្រុសរបស់គាត់ខ្លាំងមែនទែនមានតែការសិក្សាតែប៉ុណ្ណោះគឺជាស្ពានដែលចម្លងមនុស្សដែលល្ងងខ្លៅឲ្យคล้ายទៅជាបណ្ឌិតឬក៏អ្នកដែលមានមុខជំនាញណាមួយច្បាស់លាស់មានអនាគតវែងឆ្ងាយសាលារៀនគឺជាប្រភពចំណេះដឹងដែលមនុស្សអាចទៅសិក្សាស្រាវជ្រាវអភិវឌ្ឍខ្លួនគ្រប់វិស័យទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកឥឡូវយើងក៏លេចចូលមកក្នុងសាច់រឿងវិញអំបញ្ញមិញខ្ញុំគ្រាន់តែនិយាយតាក់ទងជាមួយនឹងការសិក្សារួមជាមួយនឹងការអភិវឌ្ឍខ្លួនតែប៉ុណ្ណោះពួកគេទាំង4នាក់ដែលនៅក្នុងផ្ទះនោះពេលហ្នឹងគឺកំពុងតែអង្គុយអោបក្បាលជង្គង់ដោយសារតែរងាខ្លាំងពេកទោះបីជាមានភួយដណ្ដប់យ៉ាងណាក៏ដោយក៏នៅតែរងាកូនពៅក៏និយាយទៅកាន់ឪពុកថាពុកតើពេលណាយើងអាចសម្រាកស្រួលដូចផ្ទះគេដទៃពុកកូនច្បងរួមជាមួយនឹងម្ដាយឪពុកក៏បានមើលមុខគ្នាព្រោះសំណួរនេះហាក់បីដូចជាពិបាកឆ្លើយខ្លាំងណាស់ឪពុកបានញញឹមតិចៗឬក៏ឆ្លើយទៅកាន់កូនមិនយូរទេកូនប្រុសឆាប់នេះយើងនឹងមានផ្ទះល្អនៅហើយនៅពេលដែលពុកប្រមូលផលស្រូវពេលណាពុកនឹងយកស្រូវនេះទៅលក់ដើម្បីយកប្រាក់មកជួសជុលផ្ទះរបស់យើងហើយជាពិសេសពុកនឹងទិញខោអាវថ្មីឲ្យកូនរួមជាមួយនឹងបងប្រុសឯងកូនប្រុសពៅនៅពេលដែលលើបែបហ្នឹងគឺគេញញឹមបិទមាត់មិនចិត្តនោះទេទោះបីជាស្ថានភាពពេលនេះពិបាកយ៉ាងណាក៏ដោយវាក៏ប្រែក្លាយទៅជាភាពរីករាយនៅក្នុងគ្រួសារញញឹមបានបន្តិចក៏ឮសំឡេងរទះបាញ់នៅក្បែរនេះលាន់សូរតែទៀងធ្វើឲ្យក្មេងប្រុសទាំងពីរនោះភ័យលងញ័រខ្លួនបងប្អូនហើយមិនមែនបាញ់តែមួយគ្រាប់នោះទេគឺបាញ់3គ្រាប់ផ្ទួនគ្នាធ្វើឲ្យពីរនាក់ប្តីប្រពន្ធដែលជាម្ដាយឪពុកនោះមើលមុខគ្នាគឺមានការឆ្ងល់ខ្លាំងមែនទែនថាតើរន្ទះអីក៏បាញ់អាក្រក់ខ្លាំងម្ល៉េះធម្មតារន្ទះបាញ់ដើមត្នោតឬក៏បាញ់កន្លែងណាមួយគឺវាបាញ់តែ2អីតែប៉ុណ្ណោះប៉ុន្តែនេះបាញ់រហូតដល់តែ3ដងក្រោយពីរន្ទះ3គ្រាប់នឹងបានបាញ់មួយសន្ទុះភ្លៀងនឹងក៏ស្រាប់តែរាំងទៅវិញយ៉ាងចម្លែកបន្ទាប់មកពួកគាត់ក៏នាំគ្នាជូតទឹកដែលប្រឡាក់នៅលើក្តារផ្ទះហ្នឹងហើយក៏សម្រានលងលក់ទៅបន្តព្រោះពិតជាងងុយគេងខ្លាំងណាស់ជាពិសេសគឺក្មេងៗស្អែកព្រឹកគឺពួកគេត្រូវទៅរៀនលុះរហូតស្អែកព្រឹកចូលមកដល់
ក្មេងៗទាំងពីរហ្នឹងពួកគេទៅរៀនជាធម្មតាគ្រាន់តែថាពួកគេទាំងពីរហ្នឹងគឺរៀនសាលាខុសគ្នាពួកគេទៅបាត់ពីផ្ទះត្រឹមតែរយៈពេល10-20នាទីតែប៉ុណ្ណោះពួកគេក៏ស្រាប់តែរត់ត្រឡប់មកវិញគឺរត់មកវិញទឹកមុខរបស់ពួកគេគឺស្លេកស្លាំងខ្លាំងណាស់ម្ដាយឪពុកគឺពិតជាឆ្ងល់មែនទែនហើយក៏សួរទៅកាន់កូនទាំងពីរក្មេងប្រុសដែលជាបងប្រាប់ថាខ្ញុំបានឃើញសាកសពមនុស្សស្លាប់នៅតាមផ្លូវម៉ែបន្តមកទៀតក៏ចាប់ផ្ដើមផ្អើលឆោឡោដល់អ្នកដែលនៅក្បែរនឹងផងដែរពួកគេបានទៅរមមើលសាកសពដែលបានដេកស្លាប់នៅក្នុងគុម្ពស្មៅមួយកន្លែងថែមទាំងមានម៉ូតូមួយគ្រឿងនៅក្បែរនឹងថែមទៀតផងទាំងម៉ូតូទាំងមនុស្សគឺឆេះខ្លោចអស់ហើយស្ទើរតែមើលមិនចង់យល់ថាសាកសពនឹងគឺជាអ្នកណាតាមពិតរន្ទះបាញ់ការប្រយុទ្ធមិញបានបាញ់3គ្រាប់នោះគឺបាញ់ចំបរោះម្នាក់នឹងឯងនៅពេលដែលណាភូមិគេទាញខោអាវដែលឆេះខ្លោចនឹងចេញទើបដឹងថាគេគឺជាមនុស្សប្រុសមិនយូរប៉ុន្មានកូនចៅសាច់ញាតិរបស់បរោះម្នាក់ហ្នឹងក៏បានមកដល់ព្រោះអ្នកភូមិដែលកំពុងតែឈរសម្លឹងមើលសាកសពហ្នឹងអ្នកខ្លះគឺគេស្គាល់ភិនភាគហើយនៅពេលដែលគេទៅសួរទៅចំពេលដែលក្រុមគ្រួសារនោះកំពុងតែបាត់សមាជិកគ្រួសារហើយជាពិសេសសមាជិកគ្រួសារហ្នឹងគឺជាមេគ្រួសារធម្មទៀតផងនៅពេលដែលក្រុមគ្រួសារអ្នកស្លាប់បានមកដល់កន្លែងកាត់ហេតុឃើញថាមានតែនារីចំណាស់ម្នាក់តែប៉ុណ្ណោះដែលយំក្រៅពីហ្នឹងគឺគ្មានអ្នកណាស្ដាយស្រណោះនោះទេហាក់បីដូចជាអ្នកដែលបានស្លាប់នេះការដែលគេនៅរស់ធ្វើឲ្យសមាជិកក្រុមគ្រួសារគេរៀងឆ្អែតឆ្អន់នៅពេលដែលអ្នកដែលមិនស្គាល់សាច់ញាតិរបស់ពួកគេផ្ទៀងស្ដាប់យូរទៅទើបដឹងថាអ្នកដែលយំហ្នឹងគឺត្រូវជាប្រពន្ធអ្នកដែលស្លាប់នេះគាត់គឺមានវ័យល្បាក់ប្រហែលជា50ជាងបើតាមលើទៀតបរោះដែលជាប្តីហ្នឹងការដែលគេនៅរស់គេគឺជាអ្នកដែលរៀនរបៀងអាគមហើយគេទើបតែត្រឡប់មកពីផឹកស៊ីគេមិនមែនជាឪពុកល្អនៅក្នុងក្រុមគ្រួសារនោះទេតែងតែបង្កហិង្សាដល់កូនក៏ដូចជាប្រពន្ធផងដែររបៀបថារស់នៅជាមួយនឹងគ្រួសារមិនចោះសម្រងមិនដឹងថាយប់នោះគាត់ទៅហូបអ្វីខ្លះវាអាចនឹងគាត់ខុសត្រណមឬក៏យ៉ាងម៉េចបានជាដល់ថ្នាក់ពេលដែលជិះម៉ូតូសុករន្ទះក៏បានបាញ់គាត់3ដងធ្វើឲ្យគាត់ស្លាប់បែបនេះកូនរបស់គាត់បានប្រាប់ទៅកាន់អ្នកភូមិថាការគាត់នៅរស់ហ្នឹងគឺឪពុករបស់គាត់គឺជាអ្នកលេងអាគមស្បែកស្វិតអាចនិយាយបានថាគាត់គឺជាអ្នកលេងស្បែកគង់និយាយទៅប្រវត្តិរបស់គាត់គឺច្រើនណាស់ក្រុមគ្រួសាររបស់គេនិយាយបានត្រឹមតែប៉ុណ្្នឹងខាងសមាជិកនៅក្នុងតំបន់គាត់ក៏បានចុះមកពិនិត្យរួចរាល់ហើយទើបបានគេយកសារសពនេះយកទៅធ្វើបុណ្យតាមប្រពៃណីព្រោះតាមដែលគេសន្និដ្ឋានគឺពិតជាត្រូវរន្ទះបាញ់ពិតមែនណាមួយដោយសារតែមានក្រុមគ្រួសារដែលលឺរន្ទះបាញ់3ដងកាលពីយប់មិញគេជាសាក្សីហេតុការណ៍ដែលកើតឡើងនៅក្នុងថ្ងៃនោះធ្វើឲ្យក្មេងប្រុសទាំងពីរនាក់បងប្អូននឹងមិនបានទៅរៀននោះទេគឺពួកគេឈប់សម្រាកមួយថ្ងៃកូនប្អូននៅឯផ្ទះជាមួយនឹងម្ដាយចំណែកឯកូនបងរួមជាមួយនឹងឪពុកឥឡូវនេះគឺបានដើរទៅស្រែបាត់ហើយអ្វីត្បិតថាផ្ទះរបស់គាត់នៅជាប់ជាមួយនឹងដីស្រែជាច្រើនហិកតាក៏ប៉ុន្តែស្រែទាំងអស់នេះគឺសុទ្ធតែជាកម្មសិទ្ធិរបស់អ្នកភូមិផ្សេងទេណ៎ស្រែរបស់គាត់នៅរៀងឆ្ងាយគឺត្រូវដើរស្ទើរតែ5គីឡូដីទៅហើយទម្រាំតែទៅដល់ដីស្រែរបស់គាត់ចូលដល់ម៉ោងល្បាក់ប្រហែលជា2ទៅ3រសៀលទៅហើយនារីដែលជាម្ដាយនឹងគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនថាហេតុអ្វីបានជាមិនឃើញមានព្រះសង្ឃមានអីមកសូត្រមន្តអញ្ជើញប្រលឹងអញ្ជើញអីទៅវិញអញ្ចឹងរបៀបថាពេលដែលគេយកសាកសពនោះគឺគេយកទៅភ្លាមដោយមិនបានធ្វើកិច្ចអុជធូបអុជអីឲ្យបានត្រឹមត្រូវនោះទេដំបូងគាត់គិតថាគេអាចនឹងមកពេលល្ងាចឬក៏មកពេលថ្ងៃប៉ុន្តែនេះគឺអត់តែម្ដងហើយដោយសារតែអញ្ចឹងគាត់ក៏មិនបានទៅខ្វាយខ្វល់អ្វីដែរគ្រាន់តែកូនប្រុសរបស់គាត់ទាំងពីរពេលដែលពួកគេបានឃើញសាកសពនោះគឺគេរៀងស្លុតបន្តិចគាត់ចាំឲ្យតែពេលដែលគាត់ទំនេរដៃគាត់នឹងនាំកូនទៅស្រោចទឹករំដោះគ្រោះចេញឥឡូវយើងក្រឡេកទៅកាន់ទស្សនវិជ្ជាមួយទៀតឥឡូវនេះគឺមានរទេះគោមួយដែលពួកគេគឺជាអ្នកចម្ងាយដោយរទេះដែលបានបរមកហ្នឹងគឺមាន2ពួកគេគឺជាអ្នកខេត្តកំពង់ឆ្នាំងហើយអាចនិយាយបានថារទេះគោហ្នឹងគឺគេលក់ឆ្នាំងដីផងគេលក់កន្ទេលផងពួកគេនេះគឺធ្វើដំណើរបនេចររបៀបថាតើតែពួកគេលក់របស់របរទាំងអស់នេះអស់ទើបពួកគេវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញនេះគឺជាចំនួនជួញដូររបស់គេនៅសម័យនោះមួយរទេះគោគឺមានគ្នា2នាក់អញ្ចឹងមានន័យថាគ្នាពួកគេទាំងអស់គឺមាន4នាក់បងប្អូនដែលកើតទាន់សម័យនោះបងប្អូនប្រកាសជាស្គាល់រទេះគោទាំងអស់នឹងភាគច្រើនគឺគេដឹកសំពីងសំពូខ្លាំងណាស់អានិយាយបានថាមានរបស់ច្រើនដែលខ្ញុំរៀបរាប់ស្ទើរតែមិនចង់អស់ព្រោះមានទាំងអំបៃនំគ្រក់ចង្ក្រានឆ្នាំងដីកន្ទេលអំបោះហើយខ្ញុំពិតជាសរសើរគោទាំងអស់នឹងខ្លាំងណាស់គឺពួកវាធ្វើដំណើរបានឆ្ងាយពួកគេទាំងពីររទេះគោបានធ្វើដំណើរមកដល់ភូមិនេះ
នៅម៉ោងល្បាក់ប្រហែលជា8 យប់ដំបូងពួកគេចង់សុំផ្ទះរបស់អ្នកភូមិដើម្បីសម្រាកដែរគ្រាន់តែថាម៉ោងថ្មហ្នឹងអ្នកភូមិខ្លះគឺគេចូលសម្រាកអស់ទៅហើយពួកគេមិនចង់រំខានដល់អ្នកភូមិនោះទេក៏សម្រេចចិត្តទៅឈប់សម្រាកនៅក្រោមដើមកាខ្យាឬក៏អ្នកខ្លះហៅថាដើមព្រេងខ្យល់នោះគឺពួកគេទៅសម្រាកនៅម្ដុំហ្នឹងព្រោះបរិយាកាសនៅទីនេះមានខ្យល់ធ្លាក់មកត្រជាក់ជាពិសេសកន្លែងដែលពួកគេកំពុងតែសម្រាកហ្នឹងរំលងប្រហែលជា 30-40 ម៉ែត្រនៅទីនោះគឺជាកន្លែងកាត់ហេតុការពីលើកមុននឹងឯងគឺជាកន្លែងដែលមានគ្រូអាគមស្បែកស្វិតម្នាក់ជិះម៉ូតូមកពីផឹកហើយត្រូវបានរន្ទះបាញ់ពួកគេមកសម្រាកគឺមិនបានដឹងអំពីកន្លែងនេះនោះទេព្រោះពួកគេគឺជាអ្នកចម្ងាយបើសិនជាពួកគេដឹងក៏ពួកគេមិនមកសម្រាកនៅម្ដុំនេះដែរគ្រាន់តែមកដល់ភ្លាមពួកគេក៏ស្រែកគោស្រែកអីដើម្បីយកទៅឲ្យស៊ីស្មៅក៏ដូចជាផឹកទឹកចំណែកឯអ្នកខ្លះក៏បង្កាត់ភ្លើងដាំបាយធ្វើម្ហូបរីឯម្នាក់ទៀតបានទៅដងទឹកដងអីដើម្បីយកមកប្រើប្រាស់នៅពេលដែលបាយម្ហូបឆ្អិនអីរួចហើយពួកគាត់ក៏មកអង្គុយជុំគ្នារបស់គាត់គឺមាន4នាក់ដោយដែលខ្ញុំបានប្រាប់ហើយវ័យរបស់ពួកគាត់នឹងគឺល្បាក់ប្រហែលជា30ជាង40ជាងអីនឹងឯងការជប់ជុំរបស់គាត់គឺមានតែដកមេដកអីនឹងឯងដើម្បីកម្ដៅសាច់ក៏ដូចជាកម្ដៅពោះនិងធ្វើឲ្យសរសៃរបស់ពួកគាត់ដើរស្រួលព្រោះពួកគាត់ត្រូវអង្គុយយូរម៉ោងបរិយាកាសនៅយប់នឹងគឺត្រជាក់ស្រួលខ្លាំងមែនទែនពួកគាត់អង្គុយហូបបណ្ដើរក៏ឆ្កឹះរងើតភ្លើងយកមកដាក់នៅក្បែរខ្លួនទៀតគឺរបៀបថាគាត់បង្កាត់ភ្លើងឡើង 2-3 កន្លែងឯណោះជាពិសេសនៅកន្លែងគោគឺពួកគាត់មិនភ្លេចនោះទេខណៈពេលដែលកំពុងតែអង្គុយជជែកគ្នាពីនេះពីនោះពួកគាត់ក៏ស្រាប់តែបានឃើញក្មេងប្រុសម្នាក់ដើរកាត់នឹងក្មេងប្រុសនឹងមើលទៅគេហាក់បីដូចជាក្មេងខ្វៀលគោយ៉ាងអញ្ចឹងដែរប៉ុន្តែក្មេងហ្នឹងគឺវាសសក់ឡើងទៅខាងលើបាសជ្រូងមើលទៅចម្លែកខ្លាំងណាស់ក្មេងនោះគឺវាដើរទៅវានោះទេគឺវាដើរនៅលើផ្លូវប៉ុន្តែលោកពូម្នាក់ដែលគាត់អង្គុយផឹងហ្នឹងក៏បានបកដៃហៅក្មេងហ្នឹងមកព្រោះគាត់បានឃើញក្មេងហ្នឹងវាស្ពីទ្រូបំណងរបស់គាត់ពេលហ្នឹងគឺគាត់ចង់ទិញត្រីទិញកង្កែបដែលគេរកបានហើយក្មេងហ្នឹងនៅពេលដែលគាត់បោះដៃហើយអញ្ចឹងគេក៏ដើរចូលទៅវាដើរចូលទៅដល់ក៏សួរទៅកាន់ពួកគាត់ទាំង4ហើយសំឡេងក្មេងហ្នឹងគឺចម្លែកខ្លាំងណាស់សំឡេងដូចជាក្មេងវ័យជំទង់ដែលមានអាយុល្បាក់ប្រហែលជា17-18 ឆ្នាំគេមើលទៅដូចជាមនុស្សក្រិនយ៉ាងអញ្ចឹងដែរដោយសារតែកម្ពស់ក្មេងហ្នឹងអាចថាជាក្មេងដែលទើបតែនឹងមានអាយុ12-13 ឆ្នាំនោះទេប៉ុន្តែសំឡេងរបស់គេរៀងចម្លែកហើយពួកគាត់ក៏មិនបានទៅខ្វាយខ្វល់ជាមួយនឹងសំឡេងគេដែរគាត់ក៏សួរថាក្មួយឯងទៅណាមកណាហើយនៅក្នុងទ្រូមានអ្វីខ្លះពូសួរនេះដោយសារតែពូចង់ចែកនឹងណាប៉ុន្តែពូនឹងឲ្យប្រាក់ឯងក្មេងនឹងក៏តបថាបានតាពូប៉ុន្តែខ្ញុំមិនមានត្រីនោះទេនៅក្នុងនេះគឺសុទ្ធតែកង្កែបនៅពេលដែលគេបានបើកទ្រូឲ្យពូមើលទៅពូគាត់យកពិលបញ្ចាំងក៏ឃើញថាសុទ្ធតែកង្កែបពិតមែនហើយថែមទាំងជាកង្កែបធំថែមទៀតផងពូគាត់គិតថាទិញនេះទិញយកមកខ្លែមរួមជាមួយនឹងទុកប្រុសធ្វើម្ហូបនៅក្នុងថ្ងៃស្អែកទៀតហើយពេលនោះមិនដឹងថាគាត់ឲ្យប្រាក់ក្មេងនឹងប៉ុន្មាននោះទេដឹងត្រឹមថាក្មេងនឹងបានឲ្យកង្កែបពូគាត់ជាច្រើនក្បាលគឺគេទុកតែ 3-4 តែប៉ុណ្ណោះនៅក្នុងទ្រូដើម្បីយកទៅផ្ទះមុននឹងក្មេងនឹងលាពូគាត់ចេញទៅក្មេងនឹងបាននិយាយចម្លែកដាក់ពូគាត់ដែលធ្វើពូគាត់រៀនឆ្ងល់ដែរក្មេងនឹងបានសួរថាពូឯងមកអង្គុយនៅទីហ្នឹងមិនខ្លាចខ្មោចទេអីពូឯងហូបកង្កែបប្រយ័ត្នកង្កែបហូបវិញណាគឺវានិយាយអញ្ចឹងប៉ុន្តែពូគាត់គិតថាក្មេងហ្នឹងបែបជានិយាយលេងសើចពូគាត់នាំគ្នាសើចហើយក៏មិនបានតបសម្ដីអ្វីជាមួយនឹងក្មេងច្រើនពេកដែរគាត់មិនចង់ឲ្យក្មេងមើលងាយបន្តមកក្មេងហ្នឹងក៏បានដើរចេញទៅបាត់ប៉ុន្តែគាត់បានតាមសម្លឹងមើលដំណើររបស់ក្មេងហ្នឹងដែរឃើញថាក្មេងហ្នឹងដើរលឿនខ្លាំងណាស់មួយជំហានរបស់វាគឺដូចជា 3-4 ជំហានមនុស្សចាស់យ៉ាងអញ្ចឹងគាត់ក៏យកដៃញីភ្នែកគិតថាប្រហែលជាខ្លួនឯងស្រវឹងទេតាមមើល
លោកពូម្នាក់គាត់ក៏បានយកកង្កែបនឹងដើម្បីយកទៅលាងទឹកហើយស្មាទោសគឺគាត់អាំងកង្កែបនឹងទាំងរស់តែម្ដងគឺគាត់បានយកឈើដោតវាដោយកង្កែបខ្លះគាត់យកទៅប្រោះទុកនៅក្នុងធុងចំណែកឯកង្កែបដែលគាត់យកមកក្លែមនេះគឺមានរហូតដល់ទៅ6មួយចង្កាក់គឺគាត់ដោត3គាត់ថាឈ្ងុយខ្លាំងណាស់កង្កែបនឹងឈ្ងុយដូចជាសាច់គោយ៉ាងអញ្ចឹងដែរគាត់ថានៅពេលដែលខ្លាញ់របស់វាស្រក់ទៅលើភ្លើងឡសូឈីវឈីវឈ្ងុយខ្លាំងមែនតើរហូតដល់តែកង្កែបនឹងឆ្អិនពួកគាត់ក៏នាំគ្នាហូបពួកគាត់ហូបបណ្ដើរក៏និយាយអំពីសាច់របស់កង្កែបនឹងបណ្ដើរព្រោះអីវាផ្អែមខ្លាំងមែនតើហើយម៉ោងថ្មនោះគឺចូលល្បាប្រហែលជា7-10ជិតទៅហើយពួកគាត់មិនទាន់ចូលសម្រាននោះទេគឺនៅអង្គុយហូបជាធម្មតាកំពុងតែឆ្ងាញ់ជាមួយនឹងកង្កែបសុកលោកពូម្នាក់ដែលអង្គុយបែរមុខទៅទិសដៅកន្លែងដែលធ្លាប់មានខ្មោចរទេះបាញ់កាលពីលើកមុនគាត់ក៏ស្រាប់តែឃើញមានមនុស្សខ្មៅម្នាក់ដើរចេញពីដុបព្រៃមួយចូលដុបព្រៃមួយហើយដើរទៅដើរមករហូតគាត់គឺពិតជាឆ្ងល់ខ្លាំងមែនទែនមិនដឹងថាគេនឹងគឺជាអ្នកណានោះទេហើយគាត់ក៏យករឿងនេះប្រាប់ទៅកាន់លោកពូទាំង3ផ្សេងទៀតពួកគាត់គិតថាតិចមានចោរចង់មកលួចគោរបស់យើងទៅដឹងណែយើងរាល់គ្នារៀនប្រយ័ត្នបន្តិចណាព្រោះតំបន់នេះគឺជាតំបន់ដាច់ស្រយាលប៉ុន្តែអ្នកទាំង3ពេលដែលគាត់ក្រឡេកទៅគឺមិនបានឃើញអ្វីនោះឡើយឃើញថានៅបរិវេណដុបព្រៃដុបស្មៅនោះគឺស្ងាត់ឈឹងមានត្រឹមតែសំឡេងខ្យល់បក់រួមជាមួយនឹងសំឡេងសារ៉េត្រីចរដែលកំពុងតែបន្លឺសំឡេងតិចៗលោកពូទាំង3ប្រាប់ថាអើយកុំគិតច្រើនពេកគ្មានចោលគ្មានអីទេប៉ុន្តែបើថាមានចោលមកមែនយើងនឹងកាប់វាលិចឆ្អឹងតែម្ដងលោកពូម្នាក់ដែលបានឃើញគាត់ក៏យល់ស្របគាត់គិតថាប្រហែលជាគាត់រៀងស្រវឹងហើយតាមមើលរួចរាល់ពួកគាត់ទាំង4ក៏បានទៅសម្រាករៀងខ្លួនដោយមិនមានអ្នកណានៅយាមនៅអីនោះទេព្រោះសុទ្ធតែស្រវឹងដូចគ្នាខណៈពេលដែលពួកគាត់កំពុងតែដេកនោះក៏ស្រាប់តែឮសំឡេងហាក់បីដូចជាគោរបស់គាត់ទាំង4ក្បាលកំពុងតែផ្អើលលោកពូម្នាក់អាចថាគាត់មិនសូវជាស្រវឹងខ្លាំងគាត់ក៏ងើបមកអង្គុយគាត់បានសម្លឹងមើលទៅកន្លែងគោឃើញថាគោរបស់គាត់គឺពិតជានៅមិនស្ងៀមពិតមែនគាត់ក៏ចាប់ផ្ដើមផ្ដាស់អ្នករាល់គ្នាឲ្យមកមើលប៉ុន្តែផ្ដាស់យ៉ាងណាក៏ពួកគាត់មិនភ្ញាក់ដូចជាពួកគាត់ស្រវឹងខ្លាំងណាស់នៅពេលដែលឃើញថាដាស់មិនភ្ញាក់អញ្ចឹងគាត់ក៏ចាប់កាន់ពូថៅរួមជាមួយនឹងភ្លើងពណ៌របស់គាត់ដើរសម្ដៅទៅកន្លែងគោព្រោះកន្លែងគោហ្នឹងគឺគាត់ចងនៅរាងក្រោមបន្តិចនៅម្ដុំហ្នឹងវាជាប់ក្បែរស្រែរបស់អ្នកភូមិហើយជាពិសេសវាមានទឹកដក់ទឹកអីរួមជាមួយនឹងស្មៅប៉ុន្តែគាត់ចងមិនបន្លាយខ្សែរហូតឲ្យទៅស៊ីស្រូវគេនោះទេពេលដែលគាត់ដើរទៅគៀកគាត់ក៏ចាប់ទាញខ្សែរបស់វាតិចហើយក៏របៀបថាគាត់ធ្វើឲ្យគោហ្នឹងកុំឲ្យវាផ្អើលទៀតគោរបស់គាត់វានៅតែបន្តស្រែកមកហើយវាសម្លឹងមើលទៅកន្លែងវាស្រែគាត់ឆ្ងល់ខ្លាំងណាស់ថាកន្លែងហ្នឹងមានអ្វីពេលដែលគាត់បញ្ចាំងពិលមើលទៅគាត់ក៏បានឃើញអ្វីមួយយ៉ាងវាទៀបខ្ពស់បងប្អូនដែលឃើញមនុស្សដើរទៅមួយចំហៀនជើងរបស់មនុស្សនោះវែងហើយមួយចំហៀនទៀតវាក៏ចុះមកខាងក្រោមវាហាក់បីដូចជាមនុស្សថ្លុកតុក្កតាយ៉ាងអញ្ចឹងដែរតើតែគាត់ពិនិត្យមើលយូរបងប្អូនហើយគាត់ថាគឺជាក្មេងដែលលក់កង្កែបឲ្យគាត់នឹងឯងជើងរបស់វាវែងខ្លាំងណាស់ជើងរបស់វាចង់5-6ម៉ែត្រទៅហើយជើងរបស់វាម្ដងវែងម្ដងខ្លីហើយវាបានសម្លឹងមើលមកកាន់គាត់សោចស្ញែងជាពិសេសភ្នែករបស់វាឡើងក្រហមគាត់ដឹងថាខ្មោចលងក៏ស្ទុះរត់មកកន្លែងដែលគ្នារបស់គាត់កំពុងតែដេកគាត់បានផ្ដាស់គាត់ស្រែកថាអើយនាំគ្នាភ្ញាក់ឡើងអើយខ្មោចលងមកដល់ត្រឹមនេះទើបគាត់ចាប់អារម្មណ៍ដល់សម្ដីក្មេងនឹងដែលសួរគាត់ថាខ្លាចខ្មោចឬអត់ហើយជាពិសេសគេថាហូបកង្កែបប្រយ័ត្នកង្កែបហូបវិញណាគាត់ក៏ចាប់អារម្មណ៍ដល់កង្កែបនឹងប៉ុន្តែគាត់មិនទាន់ហ៊ានទៅមើលនៅកន្លែងដែលគាត់ប្រោះទុកចោលនោះទេគាត់នៅតែបន្តផ្ដាស់មិត្តភ័ក្តិរបស់គាត់រហូតទាល់តែពួកគេភ្ញាក់ពេលពួកគេភ្ញាក់គាត់ក៏ប្រាប់ទៅតាមដំណើរសាច់រឿងពួកគាត់ទាំង3ក៏នាំគ្នាទៅបញ្ចាំងពិលក៏ដូចជាមើលកន្លែងគោនោះឃើញថាគោគឺកំពុងតែដេកទាំងអស់ចំណែកឯនៅកន្លែងវាស្រែនោះក៏មិនមានខ្មោចក្មេងមិនមានអីដែរពួកគេមួម៉ៅតែម្ដងគិតថាបរិះនេះលេងសើចជាមួយនឹងគេ
ដោយសារតែមិត្តភក្តិម្នាក់ហ្នឹងឧស្សាហ៍លេងសើចលេខលក់ច្រើនដូច្នេះពួកគេមិនជឿនោះទេហើយពេលហ្នឹងពួកគាត់ក៏មិនទាន់បានទៅចាប់អារម្មណ៍អ្វីជាមួយនឹងកង្កែបនឹងទៀតក៏នាំគ្នាបន្តសង្ងំដេកតែបរិះនោះគឺគេជឿជាក់ទៅលើភ្នែករបស់ខ្លួនឯងគេដឹងថាក្មេងនោះមិនមែនជាមនុស្សនោះទេគឺគេដេកឃ្លុំក្រមាឡើងជិតឈឹងគឺដេកឡើងញ័រតែម្ដងដោយសារតែគេខ្លាចទោះបីជាមានអ្នកណាដាស់គេឲ្យក្រោកអីក៏គេមិនក្រោកដែរគេសុកចិត្តដេករហូតដល់មេឃភ្លឺគឺគេបន់ឲ្យតែមេឃភ្លឺនោះទេហើយដោយសារតែគេសង្ងំអញ្ចឹងមិនយូរប៉ុន្មានគេក៏ដេកលក់ទៅប៉ុន្តែរឿងមិនទាន់ចប់តែត្រឹមនឹងនោះឡើយម្ដងនេះរឿងមិនមែនកើតឡើងទៅលើបរិះអំបែងមិញនោះទេគឺកើតឡើងទៅលើអ្នកផ្សេងទៀតគឺជាបរិះម្នាក់ដែលដេកនៅក្បែរនឹងដែរអាចថាវេលាថ្មហ្នឹងគឺចូលដល់ល្បាក់ប្រហែលជាពាក់កណ្ដាលត្រៀតទៅហើយគាត់ក៏ងើបដើម្បីមកបត់ជើងតូចគឺគាត់ងើបមកតែម្នាក់ឯងនោះទេធម្មតាយប់ខែភ្លៀងបងប្អូនគឺមើលមិនសូវជាច្បាស់ប៉ុន្មាននោះទេគឺគាត់បានកាន់ភ្លើងពិលមួយដើរសម្ដៅទៅក្បែរដើមត្នោតមួយដើមដើម្បីទៅបត់ជើងតូចវាសយអីគឺគាត់យកពិលមកចំពេលដែលពិលហ្នឹងចិត្តអស់ថ្មថែមទៀតគឺវារៀងអ៊ីវមើលមិនសូវជាច្បាស់ខណៈពេលដែលគាត់កំពុងតែផ្ដោតអារម្មណ៍សុកក៏លាន់លើសំឡេងរត់ចេញពីកំពតព្រៃលាន់សូរតែប្រោកគាត់ក៏បញ្ចាំងពិលទៅមើលគាត់ថាហេសត្វស្អីវ៉ៃគឺវានៅគៀកជាមួយនឹងកន្លែងដែលធ្លាប់មានគ្រូអាគមម្នាក់ដែលស្លាប់ដោយសារតែរន្ទះបាញ់នោះគឺកំពតព្រៃនោះវាចាប់ផ្ដើមញ័រតិចវាហាក់បីដូចជាសត្វនឹងវាមិនព្រមរត់ទៅណាគាត់បានចងខ្សែខោរបស់គាត់ហើយគាត់ក៏ប្រញាប់ដើរទៅកំពតព្រៃមួយហ្នឹងដើម្បីវែកមើលចង់ដឹងថាតើវាជាសត្វអ្វីហើយណាមួយទៀតគាត់សង្ស័យថាជាចោរគាត់ដើរទៅមួយជំហានគាត់ស្រែកសួរម្ដងគាត់ស្រែកសួរថាអ្នកណាគេនៅក្នុងកំពតព្រៃហ្នឹងវើយឆាប់ចេញមកប៉ុន្តែដូចជាគ្មានអ្នកណាឆ្លើយជាមួយនឹងសំណួររបស់គាត់តតែសោះគាត់ក៏បញ្ចាំងពិលមើលនៅក្បែរហ្នឹងឃើញមានដុំថ្មធំមួយគាត់ក៏រើសមកកាន់នៅនឹងដៃហើយក៏ដើរចូលទៅរីឯភ្លើងពិលរបស់គាត់ក៏ចាប់ផ្ដើមរលត់ម្ដងបន្តិចគាត់ក៏យកដៃគោះវាដើម្បីឲ្យវាភ្លឺឡើងវិញគាត់និយាយបន្តយើងសួរម្ដងទៀតណាបើសិនជាមិនចេញមកទេយើងគប់ទៅហើយនៅពេលដែលគេមិនបានតបបែបនេះគាត់ក៏យកដុំថ្មនោះគប់មួយទំហឹងចូលទៅក្នុងនោះគ្រាន់តែគាត់គប់ទៅគាត់ថាស្មាទោសគាត់បានឃើញអ្វីមួយយ៉ាងខ្មៅក្រឹបគឺខ្មៅដូចខ្ជុងអញ្ចឹងប៉ិនបើច្រកស្រូវវាលោតចេញពីកំពតព្រៃនោះសម្ដៅទៅកន្លែងវាស្មៅហើយដេកស្តុកគាត់នៅរៀងឆ្ងាយគាត់មិនសូវជាឃើញច្បាស់ថានឹងជាអ្វីតែគាត់គិតថាជាសត្វហើយមិនដឹងថាសត្វអ្វីឲ្យប្រកបនោះទេដោយបំណាច់ថាចង់ដឹងចង់ឮគាត់ក៏ដើរម្ដងបន្តិចទៅមើលនៅកន្លែងគុំស្មៅនឹងចង់ដឹងថាវាគឺជាអ្វីហើយគាត់មិនដឹងនោះទេថាការដែលគាត់ដើរទៅចង់ដឹងចង់ឮនេះធ្វើឲ្យគាត់នាំទុកដាក់ខ្លួនពេលដែលគាត់ដើរទៅជិតរបស់នោះក៏ស្រាប់តែលូតមកអោបគាត់តែម្ដងគាត់ថាម៉ែអើយគឺខ្មោចសាច់របស់ខ្មោចនឹងគឺរបេះរលេះរលួយរបៀបថាដូចខ្មោចនឹងដុតមិនឆេះអញ្ចឹងខ្មោចនឹងបានហាមាត់យ៉ាងធំគឺខំកកេក្បាលរបស់គាត់ស្រែកយកហើយក៏ព្យាយាមរុញខ្មោចនឹងចេញពីរូបរាងកាយរបស់គាត់ប៉ុន្តែឃើញថាខ្មោចនឹងគឺអោបស្អិតខ្លាំងមែនទែនក្នុងចិត្តគឺបុណ្យគុណម៉ែគុណឪអីអស់ហើយដល់ថ្នាក់ពេលហ្នឹងគាត់រមៀលដីទៅវិញទៅមកបងប្អូនគឺថាពិតជាវេទនាខ្លាំងណាស់មិនយូរប៉ុន្មានក៏មានអ្នកមកកេះគាត់ពីខាងក្រោយហើយនឹងព្យាយាមចាប់គាត់ទើបគាត់បើកភ្នែកឡើងមកឃើញថានោះគឺជាមិត្តភ័ក្តិរបស់គាត់ទាំង3ពួកគេមកនេះគឺដោយសារតែឮសំឡេងគាត់ស្រែកខ្លាំងពេកនៅពេលដែលគាត់បាននិយាយរឿងរ៉ាវទាំងអម្បាលម៉ានប្រាប់ទៅកាន់គ្នាបរិះម្នាក់ដែលឃើញខ្មោចក្មេងនោះក៏បាននិយាយថានឹងហើយអញនិយាយទៅមិនមានអ្នកណាជឿទេហើយមូលហេតុដែលបរិះ2នាក់ទៀតឥឡូវគេជឿគឺដោយសារតែគេដេកយល់សពឃើញខ្មោចដែរនៅពេលដែលជួបហេតុការណ៍ស្រដៀងគ្នាបែបនេះពួកគេក៏និយាយទៅកាន់គ្នាថាយើងមិនអាចដេកនៅទីនេះបានទៀតនោះទេទីនេះគឺមិនធម្មតានោះឡើយតោះយើងនាំគ្នាប្រញាប់ចាក់ចេញពីទីនេះទៅហើយមែនបងប្អូនពួកគាត់ទាំង4ក៏ប្រញាប់តឹមគោហើយបានធ្វើដំណើរចាក់ចេញពីទីនេះយ៉ាងលឿនគឺបរទេះគោសម្ដៅចូលទៅក្នុងភូមិទាំងយប់រហូតដល់ស្អែកព្រឹករឿងនេះក៏បានផ្អើលឆោឡោនៅឯផ្សារគឺពួកគេបាននិយាយប្រាប់អ្នកភូមិហើយ
អ្នកភូមិក៏និយាយតគ្នាពីមាត់មួយក៏បានមកជំនុំគ្នានៅកន្លែងរទេះគោរបស់គេបានប្រាប់ទៅកាន់ពួកគាត់ទាំង4ថានៅក្បែរកន្លែងដែលពួកគេសម្រាកនោះគឺទើបតែមានអ្នកស្លាប់មិនទាន់ទាំងធ្វើបន់7ថ្ងៃហើយស្រួលបួផងហ្នឹងគឺមានគ្រូអាគមម្នាក់គាត់ជិះម៉ូតូសុកក៏ត្រូវបានរទេះបាញ់ស្លាប់នៅទីនោះពួកគេនៅពេលដែលឮថាជាខ្មោចគ្រូអាគមម្នាក់គឺបោះសក់ជ្រងហើយជាពិសេសពួកគេបាននិយាយរឿងដែលមានខ្មោចក្មេងមកលួចកង្កែបឲ្យគេថែមទៀតនិយាយដល់ត្រឹមនេះទើបពួកគេចាប់អារម្មណ៍រឿងកង្កែបដែលគេប្រោះទុកចោលនៅក្នុងធុងនោះក៏ប្រញាប់ទៅយកធុងនោះយកមកមើលបងប្អូននឹងថានៅក្នុងហ្នឹងមានអ្វីទេស្មាទោសគឺសុទ្ធតែអាចគោពួកគាត់ទាំង4ក៏នាំគ្នារត់ទៅក្អួតអញ្ចឹងមានន័យថារបស់ដែលគាត់អាំងការពីយំមិញគឺជារបស់នេះឯងឈ្ងុយផ្អែមតាមពិតគឺជារបស់គោសោះចាប់តាំងពីពេលហ្នឹងមករឿងនេះក៏ល្បីសុសសាយពេញភូមិនេះគឺជារឿងរ៉ាវរន្ធត់ដែលបានកើតឡើងទៅលើក្រុមអ្នកលក់ឆ្នាំងឥឡូវយើងក្រឡេកទៅកាន់ផ្ទះមួយដែលនៅក្បែរនឹងវិញគឺជាផ្ទះដែលខ្ញុំនិយាយកាលពីដើមសាច់រឿងនឹងឯងនៅយប់មួយគឺមានភ្លៀងធ្លាក់ខ្លាំងដូចជាសពមួយដងធ្វើឲ្យពួកគេត្រូវងើបទាំងកណ្ដាលយប់ទៀតហើយគឺដោយសារតែកន្លែងគេងពេលនេះទឹកវាបានជ្រាបមកគ្រាន់តែថាពេលហ្នឹងកូនទាំងពីរគឺបានដេកគឺនៅសល់តែម្ដាយឪពុកដែលកំពុងតែអង្គុយសម្លឹងមើលទៅទឹកភ្លៀងក៏ដូចជាអង្គុយសម្លឹងមើលកូនទាំងពីរផ្ទះរបស់ពួកគេនឹងគឺប្រើភ្លើងចង្កៀងម៉ាំងសុងនោះទេហើយខណៈពេលដែលពួកគេកំពុងតែអង្គុយស្ដាប់ទឹកភ្លៀងនោះក៏ឮសំឡេងដូចជាមានអ្នកណាម្នាក់កំពុងតែរោម៉ូតូនៅមុខផ្ទះរបស់គាត់លោសូងោងនារីដែលជាប្រពន្ធក៏សួរទៅកាន់ប្តីឯងនិយាយអញ្ចឹងអ្នកណាមករោម៉ូតូអីនៅមុខផ្ទះយើងទាំងកណ្ដាលភ្លៀងអញ្ចឹងហើយជាពិសេសជាពេលយប់ថែមទៀតនេះគុំតែភ្លៀងទេបើសិនជាមិនភ្លៀងយើងកំពុងតែសម្រាកខ្ញុំបើកទ្វារទៅថែឲ្យតែម្ដងប្តីក៏តបទៅកាន់ប្រពន្ធអើយប្រហែលជាគ្នាជិះម៉ូតូជាប់ផុងនៅតាមផ្លូវហើយតាមមើលព្រោះដីនៅមុខផ្ទះរបស់យើងនឹងភ្លៀងម្ដងគឺវិជ្រាយដូចឯងបាននឹងហើយបន្តមកពួកគាត់ទាំងពីរក៏មិនបានចាប់អារម្មណ៍អ្វីដែរក៏បន្តស្ដាប់ដំណក់ទឹកភ្លៀងគឺគាត់បន់ឲ្យទឹកភ្លៀងនឹងរាំងទេអាងពួកគាត់ទាំងពីរសម្រាកប៉ុន្តែសំឡេងហ្នឹងគឺហាក់បីដូចជាលឺទៅហើយជាពិសេសគឺនៅរោមុខផ្ទះរបស់គាត់យូរខ្លាំងណាស់បរោះដែលជាប្តីហ្នឹងគាត់រៀនឆ្ងល់គាត់ក៏ដើរទៅបើបង្អួចសម្លឹងមើលទៅខាងមុខផ្ទះប៉ុន្តែនៅពេលដែលគាត់សម្លឹងមើលទៅឃើញថានៅមុខផ្ទះគាត់ដូចជាមិនមានម៉ូតូណាជិះឆ្លងកាត់ផងហើយអ្វីបានជាលឺសំឡេងម៉ូតូគេរោអញ្ចឹងគាត់ក៏បានប្រឹងសម្លឹងមើលទៅបន្តទៀតបងប្អូនដឹងថាគាត់បានឃើញអ្វីទេគឺគាត់ពិតជាបានឃើញមានម៉ូតូមួយបានជិះឆ្លងកាត់នឹងប៉ិតមែនប៉ុន្តែសំឡេងដែលគាត់លឺអំបែងមិញវាហាក់បីដូចជាមិនមែនសំឡេងម៉ូតូនេះនោះទេធម្មតាបងប្អូនសាកផ្ទៀងស្ដាប់ទៅមួយសំឡេងម៉ូតូដែលគេរោនៅមុខផ្ទះមួយទៀតគឺជាសំឡេងម៉ូតូដែលគេជិះកាត់គឺវាខុសគ្នាគឺគាត់ឆ្ងល់ត្រង់នោះប៉ុន្តែគាត់ក៏មើលអ្នកដែលជិះនឹងមិនសូវជាឃើញដែរដោយសារអីដោយសារតែទី1មេឃភ្លៀងទី2គឺជាពេលយប់ម្ដងហ្នឹងគឺគាត់បើកបង្អួចចោលហើយក៏ដើរមកអង្គុយជិតប្រពន្ធក៏សួរថាអ្នកណាគេឯងប្តីក៏វិក្បាលថាទេខ្ញុំដូចជាមិនដឹងទេនេះហើយមានម៉ូតូមួយគេជិះកាត់អំបែងមិញបន្តមកសំឡេងម៉ូតូដែលលឺនៅនឹងត្រចៀករបស់ពួកគាត់ទាំងពីរក៏បានស្ងាត់បាត់ទៅគឺសំឡេងម៉ូតូដែលរោនៅមុខផ្ទះនោះពួកគាត់គិតថាតាមមើលប្រហែលជាគេចេញទៅផុតហើយប៉ុន្តែស្ងាត់បានត្រឹមតែ10នាទីនោះទេសំឡេងហ្នឹងក៏លឺម្ដងទៀតហើយលឺម្ដងនោះគឺលឺខ្លាំងតែម្ដងបរោះដែលជាប្តីគិតថាប្រហែលជាម៉ូតូរបស់គេមានបញ្ហាដូច្នេះគាត់ក៏សម្រេចចិត្តថាចុះទៅមើលកុំឲ្យថាគាត់ជាម្ចាស់ផ្ទះប៉ុន្តែគាត់ចិត្តមិនបានគាត់ក៏ដើរទៅទូក្រមាសម្ដៅទៅខាងមុខផ្ទះរបស់គាត់ដើម្បីទៅមើលក្រែងលោគាត់អាចជួយគេបានអីអញ្ចឹងទៅពេលដែលគាត់ចុះពីលើកាំចណ្ដាលទៅដល់ដីគាត់សម្លឹងមើលទៅខាងមុខផ្ទះគឺគាត់ពិតជាបានឃើញមានម៉ូតូមួយកំពុងតែជាប់ផុងនៅទីនឹងពិតមែនហើយធម្មតាជាពេលយប់មើលមិនសូវច្បាស់គាត់ក៏រត់តិចទៅដល់ក្បែរកន្លែងនោះពេលដែលទៅដល់គឺគាត់ឃើញបរិសម្នាក់កំពុងតែអង្គុយពិនិត្យម៉ូតូរបស់គាត់ដែលកំពុងតែជាប់ផុងប៉ុន្តែម៉ូតូនោះគឺលឺសំឡេងខ្លាំងណាស់បរិសនោះគឺអង្គុយបែរខ្នងគាត់មិនដឹងថាជាក្មេងឬក៏ចាស់ប៉ុន្តែគាត់ស្រែកសួរថាបងកើតអីប៉ុន្តែអ្នកនោះហាក់បីដូចជាមិនឆ្លើយជាមួយនឹងគាត់តទៅសោះគាត់គិតថាតាមមើលប្រហែលជាគេមិនលឺគាត់
ក៏ដើរទៅកេះសួរស្មាទោសពេលដែលគេងាកមកបរោះម្នាក់ហ្នឹងគឺមិនមានក្របភ្នែកនោះទេភ្នែករបស់គឺឡងខូងចូលទៅខាងក្នុងខ្លួនប្រាណដែលជាមនុស្សនោះក៏ប្រែคล้ายទៅជាខ្លោចបន្តិចម្ដងពេលដែលប្រែរូបរាងច្បាស់អញ្ចឹងទៅទើបគាត់ដឹងថាគេគឺជាខ្មោចដែលបានស្លាប់នៅក្បែរផ្ទះរបស់គាត់កាលពីប្រហែលថ្ងៃមុននោះបងប្អូនហើយគាត់រត់ឡើងមកលើផ្ទះស្ទើរតែមិនចង់តន់ពេលហ្នឹងគាត់បានបិទទ្វារបិទបង្អួចហើយបានមកអង្គុយក្បែរប្រពន្ធឡើងញ័រខ្លួនគាត់មិនហ៊ានមាត់លើទេដោយសារតែគាត់មិនចង់ឲ្យកូនទាំងពីររបស់គាត់ខ្លាចគាត់ខ្សឹបដាក់ប្រពន្ធថាឯងអើយអ្នកដែលនៅខាងក្រោមហ្នឹងមិនមែនមនុស្សទេគឺជាខ្មោចដែលបានស្លាប់ដោយសារតែរន្ទះបាញ់3ដងនោះអើយគិតទៅតានេះឡងសាហាវណាស់ប្រពន្ធក៏បានមើលឆ្វេងមើលស្ដាំគាត់ថាកុំនិយាយអញ្ចឹងឯងអើយខ្ញុំខ្លាចខ្ញុំទើបតែឮអ្នកភូមិគេនិយាយដែរទេថាកាលពីប្រហែលថ្ងៃមុនតានឹងទៅលងអ្នកដែលគេលក់ឆ្នាំងលក់អីយោមិនកើតទេថ្ងៃស្អែកនេះខ្ញុំនឹងទៅប្រាប់របស់មេភូមិអំពីរឿងនេះឲ្យគាត់ទៅនិយាយជាមួយនឹងក្រុមគ្រួសារនោះនិមន្តលោកនិមន្តអីដើម្បីមកធ្វើពិធីនៅកន្លែងនោះបើមិនអញ្ចឹងទេយើងរស់នៅមិនបានសុខនោះឡើយហើយអ្នកដែលធ្វើដំណើរកាត់ផ្លូវហ្នឹងក៏គេធ្វើដំណើរមិនសុវត្ថិភាពដែរនោះរហូតដល់ស្អែកព្រឹកកូនរបស់ពួកគាត់ទាំងពីរនាក់ពួកគេក៏ទៅរៀនជាធម្មតាចំណែកគាត់ពីរនាក់ប្តីប្រពន្ធក៏បានដើរសម្ដៅទៅផ្ទះរបស់លោកមេភូមិនៅពេលដែលពួកគាត់ទៅដល់ឃើញថាមិនមែនមានតែពួកគាត់នោះទេសូម្បីតែអ្នកភូមិជាច្រើនអ្នកទៀតក៏នៅផ្ទះរបស់លោកមេភូមិដែរដំបូងគាត់ស្មានតែពួកគេមកមានរឿងផ្សេងប៉ុន្តែនៅពេលដែលគាត់ទៅអង្គុយស្ដាប់យូរទៅរឿងដែលពួកគេមកផ្ដល់ឲ្យលោកមេភូមិនេះគឺជារឿងដែលគាត់ចង់មកប្រាប់នឹងឯងមានន័យថាខ្មោចរបស់គ្រូអាគមដែលរន្ទះបាញ់ស្លាប់នឹងមិនមែនលងទៅពួកគាត់នោះទេគឺលងអ្នកដំណើរដែលគេធ្វើដំណើរឆ្លងកាត់ផ្លូវនោះពេលយប់ជាពិសេសគឺលងរហូតតតែទៅដល់អ្នកដែលនៅក្បែរផ្ទះរបស់គាត់ទៀតផងគឺនៅផ្ទះរបស់គ្រូនឹងឯងមានន័យចេះបងប្អូនប្រឡឹងរបស់គាត់លងទាំងកន្លែងដែលស្លាប់ផងលងទាំងនៅផ្ទះថែមទៀតដោយសារតែគេយកសាកសពនឹងទៅដាក់ផ្ទះគឺទៅធ្វើបន់នៅផ្ទះនោះហើយណាមួយពួកគេមិនបានធ្វើបន់អីឲ្យត្រឹមត្រូវស្រួលបួលផងដូច្នេះប្រឡឹងរបស់គាត់គឺនៅវល់ខ្ញុំជឿថាបងប្អូនប្រកាសជាចង់ដឹងឈ្មោះរបស់ខ្មោចលោកតាម្នាក់នោះលោកតាម្នាក់ហ្នឹងគាត់មានឈ្មោះថាលោកតាគង់គឺគាត់មានឈ្មោះគង់តែម្ដងឈ្មោះរបស់គាត់គឺស័ក្តិសមជាមួយនឹងវិជ្ជាដែលគាត់រៀនខ្លាំងណាស់ដោយសារតែលោកមេភូមិគាត់មានអ្នកមកប្តឹងរឿងនេះច្រើនខ្លាំងពេកគាត់ក៏ចាប់ផ្ដើមនិយាយទៅកាន់អ្នករាល់គ្នាថាមិនអីនោះឡើយខ្ញុំនឹងរកវិធីសាស្ត្រនៅក្នុងការដោះស្រាយរឿងនេះសម្រាប់ខ្ញុំក៏មិនសូវជាជឿទៅលើរឿងអបិយជំនឿអីនឹងដែរប៉ុន្តែដែលហេតុថាអ្នករាល់គ្នាសុទ្ធតែបានឃើញក៏ដូចជាបានជប់ទៅហើយខ្ញុំនឹងទៅស៊ើបមើលថាតើនៅក្បែរភូមិរបស់យើងឬក៏នៅក្នុងភូមិរបស់យើងមានគ្រូអាគមដែលគេចេះមុនវិជ្ជាខាងនឹងដែរឬក៏អត់ខ្ញុំនឹងឲ្យគេទៅបង្ក្រាបខ្មោចនោះហើយអ្នកភូមិរាល់គ្នាគេក៏លើកទឹកចិត្តលោកមេភូមិដោយសារអីមុននឹងឈានមកដល់ចំណុចមួយនេះពួកគេបានយកដំណឹងហ្នឹងទៅនិយាយជាមួយនឹងក្រុមគ្រួសារនៃសពដែរប៉ុន្តែឃើញថាពួកគេមិនបានរវល់នោះឡើយមូលហេតុគឺចាប់តាំងពីលោកតាម្នាក់នោះគាត់ទទួលអាណិច្ចកម្មទៅក្នុងផ្ទះរបស់គេគឺមិនសូវជាមានរឿងក្តៅក្រហាយទៀតនោះឡើយព្រោះការដែលតានឹងនៅរស់ដោយដែលខ្ញុំបានរៀបរាប់ប្រាប់បងប្អូនអញ្ចឹងគឺគាត់ជាមនុស្សដែលប្រមឹកស្រាហើយតែងតែប្រើអំពើហិង្សានៅលើក្រុមគ្រួសារអីអញ្ចឹងទៅមួយរំពេចក៏មានអ៊ំស្រីចំណាស់ម្នាក់គាត់ងើបឈរគាត់បាននិយាយថាគាត់ស្គាល់គ្រូអាគមម្នាក់គ្រូអាគមនឹងតាមមើលប្រហែលជាអាចចាត់ការខ្មោចនឹងបានហើយបងប្អូនប្រកាសជាចង់ដឹងថាតើគ្រូដែលគាត់ចង់ទៅអញ្ជើញនឹងជាអ្នកណាដែរឬក៏អត់គឺជាពុកឈឿនយើងនឹងឯងដោយសារតែគាត់ធ្លាប់មានក្មួយប្រុសម្នាក់ត្រូវអំពើគេហើយគាត់បានឲ្យក្មួយប្រុសនឹងទៅព្យាបាលនៅផ្ទះរបស់ពុកឈឿនគេជាដល់សប្តាហ៍ថ្ងៃគេជឿជាក់ថាពុកឈឿនគឺច្បាស់ជាអាចបង្ក្រាបខ្មោចរបស់គ្រូអាគមនឹងបាននៅពេលដែលឮអញ្ចឹងហើយលោកមេភូមិក៏សុំឲ្យអ៊ំស្រីចំណាស់ម្នាក់នោះនាំគាត់ទៅផ្ទះរបស់ពុកឈឿនដើម្បីទៅអញ្ជើញគាត់ចាត់ការនៅក្នុងរឿងនេះពេលវេលាដែលពួកគាត់កំពុងតែប្រជុំនោះនៅពេលព្រឹកពេលដែលប្រជុំអីរួចហើយតម្រាំតែគាត់ទៅរកផ្ទះរបស់ពុកឈឿនឃើញម៉ោងគឺចូលល្បាក់ប្រហែលជា 5-6 ល្ងាចទៅហើយនឹងប៉ុន្តែទៅដល់ចំពេលដែលពុកឈឿនគាត់កំពុងតែអង្គុយលេងជាមួយនឹងពុកឌីបើនិយាយឲ្យស្រួលស្ដាប់ផ
ភូមិរបស់គាត់នឹងគឺនៅរៀងឆ្ងាយពីគ្នាបងប្អូនមានន័យថារំលងពីភូមិឯណោះតម្រាំតែទៅដល់ភូមិរបស់ពុកឈឿនដូច្នេះពេលដែលមានហេតុការណ៍នឹងកើតឡើងគឺពួកគាត់មិនបានដឹងរឿងនឹងនោះទេពេលដែលលោកមេភូមិគាត់ណែនាំខ្លួនទៅពុកឈឿនក៏សួរថាតើមកផ្ទះគាត់មានការអ្វីដែរលោកមេភូមិក៏ប្រាប់តាមដំណើរសាច់រឿងពុកឈឿនក៏ថាអូជាខ្មោចគ្រូអាគមថែមទៀតខ្ញុំនិយាយតាមត្រង់ណាឥឡូវនេះខ្ញុំចាស់ណាស់ទៅហើយគ្រប់កិច្ចនីមួយៗឥឡូវនេះខ្ញុំមិនមែនចេះតែទទួលនោះទេខ្ញុំមើលជើងលេខសិនថាខ្ញុំអាចយកឈ្នះវាបានដែរឬក៏អត់ដោយលោកមេភូមិបានដឹងស្រាប់ហើយមនុស្សយើងនេះគឺពឹងផ្អែកទៅលើកម្លាំងហើយកាលណាដែលយើងមិនសូវមានកម្លាំងសូត្រគាថាទៅក៏មិនខ្លាំងដែរណាបន្តមកពុកគាត់ក៏ចាប់ផ្ដើមដេញជើងលេខពេលដែលគាត់ដេញជើងលេខទៅឃើញថាគាត់មានភារយច្រើននៅក្នុងការយកឈ្នះខ្មោចនេះប៉ុន្តែគាត់ក៏មិនទាន់ទទួលភ្លាមដែរគាត់ចង់អង្គុយស្ដាប់រឿងរ៉ាវដែលបានកើតឡើងនៅទីនោះហើយពេលហ្នឹងលោកមេភូមិរួមជាមួយនឹងស្ត្រីចំណាស់ដែលនាំលោកមេភូមិមកហ្នឹងក៏និយាយតាក់ទងជាមួយនឹងប្រវត្តិរបស់លោកគ្រូគង់ប្រាប់ទៅកាន់ពុកឈឿនទាំងអស់ទាំងការដែលគាត់នៅរស់ក៏ដូចជាពេលដែលគាត់ស្លាប់ទៅពេលដែលពួកគាត់ស្ដាប់ហើយពុកឌីគាត់ក៏និយាយកាត់គេគាត់ថាអូខ្មោចអញ្ចឹងអាឈឿនវាទៅបង្ក្រាបរាប់ផ្លេចទៅហើយមានអាខ្លះសាហាវជាងនឹងទៀតហ៎ប៉ុន្តែពុកឈឿនគាត់ថាអាឌីទុកឲ្យយើងនិយាយសិនពុកឈឿនគាត់ដកបារីយកមកជក់បន្តមកគាត់ក៏តបទៅកាន់គេវិញថាមិនអីទេគាត់មានវិធីសាស្ត្រនៅក្នុងការបង្ក្រាបខ្មោចនេះគ្រាន់តែកិច្ចដែលគាត់ត្រូវធ្វើនឹងរៀងធំបន្តិចណាបន្តមកគាត់ក៏និយាយប្រាប់អំពីរណ្ដាប់ដែលគាត់ត្រូវរៀបមានផ្លែឈើ7មុខរួមជាមួយនឹងក្របធញ្ញជាតិ7មុខដែរហើយកុំភ្លេចកាច់បាយសី5ថ្នាក់ឲ្យគាត់ផងរួមជាមួយនឹងសធរដៃទៀន5ធូប5ហើយនឹងរបស់មួយចំនួនទៀតពេលហ្នឹងលោកមេភូមិគាត់ក៏កត់ទុកគាត់ថាមិនអីទេចាំពេលដែលគាត់ទៅដល់ភូមិវិញគាត់នឹងទៅវត្តដើម្បីឲ្យយាយជួយបត់ក៏ដូចជាជួយរៀបចំអីចឹងទៅពុកឈឿនគាត់ថានឹងហើយរៀបតែប៉ុណ្្នឹងហើយជាពិសេសពិធីគឺខ្ញុំត្រូវធ្វើនៅថ្ងៃស្អែកព្រោះមានតែថ្ងៃស្អែកទេទើបខ្ញុំអាចធ្វើពិធីនេះបានបើសិនជាធ្វើពិធីនៅក្នុងថ្ងៃស្អែកបរាជ័យត្រូវចាំរហូតដល់ខែក្រោយម៉ោងល្បាតប្រហែលជា4ល្ងាចចាំជុំគ្នានៅផ្ទះរបស់លោកមេភូមិទៅពេលដែលទទួលបានការយល់ព្រមក៏ដូចជាបានបណ្ដាំពីពុកឈឿនឲ្យហើយគាត់ក៏ប្រញាប់ទៅវិញទាំងយប់គឺយកដំណឹងនេះទៅប្រាប់អ្នកភូមិឲ្យជួយទៅរកផ្លែឈើក៏ដូចជាគ្រាប់ធញ្ញជាតិរួមជាមួយនឹងរបស់របរមួយចំនួនទៀតដែលពុកឈឿនគាត់ផ្ដាំគឺម្នាក់ញាប់ដៃញាប់ជើងទាំងយប់បើនិយាយអំពីក្រុមគ្រួសាររបស់ខ្មោចលោកគ្រូគង់វិញទោះបីជាដឹងថាអ្នករាល់គ្នាគេកំពុងតែញាប់ដៃញាប់ជើងជួយគ្នាអំពីរឿងនេះក៏ពួកគេមិនបានខ្វល់ដែរពួកគេហាក់បីដូចជាអាត្មានិយមខ្លាំងណាស់ប៉ុន្តែបើយើងក្រឡេកទៅក្រោយទៅពួកគេពីមុនក៏អាចថាមិនមែនជាមនុស្សបែបនេះដែរអាចនឹងពេលដែលលោកគ្រូគង់គាត់នៅរស់គាត់ធ្វើរឿងដែលធ្វើឲ្យក្រុមគ្រួសាររបស់គាត់ឆ្អែតចិត្តខ្លាំងរហូតឈានដល់ដំណាក់កាលនេះដូច្នេះហើយយើងក៏មិនអាចបន្ទោសក្រុមគ្រួសាររបស់គាត់បានដែរខ្ញុំភ្លេចប្រាប់បងប្អូនពេលដែលលោកមេភូមិរួមជាមួយនឹងអ៊ំស្រីចំណាស់នោះធ្វើដំណើរមកផ្ទះរបស់ពុកឈឿនគឺគាត់ធ្វើដំណើរដោយម៉ូតូមួយគ្រឿងហើយនៅពេលដែលគាត់ជិះម៉ូតូធ្វើដំណើរសម្ដៅទៅផ្ទះវិញនោះក៏ស្រាប់តែមានរឿងចម្លែកបានកើតឡើងទៅលើគាត់ថាខណៈពេលដែលជិះមកដល់ផ្លូវលំមួយរៀងស្ងាត់ពួកគាត់ទាំងពីរគឺព្រឺឆ្អឹងខ្នងតែម្ដងគឺបោះរោងខ្ញាក់អ៊ំស្រីដែលជិះពីខាងក្រោយមើលទៅគាត់ហាក់បីដូចជាដឹងគាត់ដឹងថាដូចជាមិនស្រួលទេនេះគាត់ក៏ខិតទៅរកលោកមេភូមិគាត់មិនបានគិតអំពីរឿងខ្មោចគាត់បែរជាទៅគិតរឿងផ្សេងវិញគាត់ថាបងឲ្យចាស់ហើយណាខ្ញុំមានប្រពន្ធមានកូនបងធ្វើអញ្ចឹងដូចជាមិនសូវសមទេប៉ុន្តែអ៊ំស្រីនោះគាត់នៅតែសម្លឹងមើលឆ្វេងមើលស្ដាំព្រោះអីគាត់មានអារម្មណ៍ថាមិនស្រួលនោះទេគាត់ចាប់ផ្ដើមព្រឺឆ្អឹងខ្នងតែម្ដងហើយជាពិសេសដូចជាមានអ្នកណាម្នាក់កំពុងតែដកដង្ហើមនៅក្បាលត្រចៀករបស់គាត់ហើយអ៊ំស្រីនឹងគាត់និយាយពាក្យនឹងរហូតគាត់និយាយថាដូចជាមិនស្រួលទេនេះហើយបូកផ្សំជាមួយនឹងសំឡេងខ្យល់បូករួមជាមួយនឹងសំឡេងម៉ូតូដែលលោកមេភូមិជិះទៅមុខផងនោះលោកមេភូមិគាត់បែរជាស្ដាប់ទៅឮពាក្យផ្សេងវិញគាត់ថាស្រួលទាំងអស់គ្នាទេគាត់ក៏ឈប់ម៉ូតូងក់គាត់ថាបងបើឲ្យចាស់ណាបងបន្តមកពួកគាត់ទាំងពីរក៏ចាប់ផ្ដើមប្រកែកគ្នាអំពីរឿងនេះ
ម្នាក់និយាយផ្សេងម្នាក់និយាយផ្សេងហើយមូលហេតុដែលលោកមេភូមិគាត់ព្រឺសម្បល់នោះគឺមិនមែនគាត់ព្រឺសម្បល់ដោយសារខ្មោចទេគឺគាត់ព្រឺសម្បល់ដោយសារតែអ៊ំស្រីដែលអង្គុយនៅខាងក្រោយនោះប៉ុន្តែបរិយាកាសក៏ចាប់ផ្ដើមប្លែកភ្លាមគាត់ថានៅទីនេះគឺស្ងាត់ខុសពីធម្មតាបន្ទាប់មកក៏ស្រាប់តែឮសំឡេងម៉ូតូបើកមកយ៉ាងលឿនពីខាងក្រោយខ្នងរបស់គាត់រសងងងពួកគាត់ក៏ចាប់ផ្ដើមជិះទៅមុខតិចព្រោះគាត់ថាមិនចង់ឲ្យបាំងផ្លូវម៉ូតូរបស់គេបងប្អូនណាយនៅពេលដែលម៉ូតូនឹងមកគៀកពេលដែលអ៊ំស្រីនឹងគាត់ងាកទៅខាងក្រោយគាត់ស្រែកប្រាប់ឲ្យលោកមេភូមិនឹងជិះទៅមុខឲ្យលឿនទៅរីឯលោកមេភូមិគាត់មិនដឹងគាត់ថាលឿនហើយតាបើឯងចោលឲ្យខ្ញុំលឿនប៉ុណ្ណាទៀតតែនៅពេលដែលគាត់មើលតាមកញ្ចក់ទៅគាត់ក៏ស្រាប់តែស្ងាត់មាត់ហើយគាត់ក៏បន្តមូលហ្គាយ៉ាងលឿនបងប្អូននឹងថាពួកគាត់បានឃើញអ្វីទេគឺពួកគាត់បានឃើញខ្មោចរបស់លោកតាគង់កំពុងតែជិះម៉ូតូដេញពួកគាត់នឹងឯងខ្លួនប្រាណរបស់គាត់សុទ្ធតែផ្សែងហើយជាពិសេសភ្នែករបស់គាត់គឺឡើងក្រហមមើលមកគឺដឹងតែខ្មោចរបស់លោកគ្រូគង់តែម្ដងពួកគាត់បានជិះម៉ូតូបណ្ដោស្រែកឡើងពេញផ្លូវទោះបីជាគាត់ជិះចូលទៅដល់ក្នុងភូមិក៏ដោយក៏គាត់នៅតែបន្តស្រែកដែលធ្វើឲ្យអ្នកភូមិគេមានការឆ្ងល់ខ្លាំងមែនទែនរហូតតតែទៅដល់ផ្ទះរបស់លោកមេភូមិទើបពួកគាត់នាំគ្នាលេងស្រែកហើយក៏និយាយរឿងនេះប្រាប់អ្នកជិតខាងក៏ដូចជាប្រាប់ក្រុមគ្រួសារអ៊ំស្រីដោយសារតែគាត់គឺជាស្ត្រីមេម៉ាយគាត់មិនហ៊ានទៅសម្រាកនៅផ្ទះរបស់គាត់នោះទេគឺគាត់សុំផ្ទះរបស់លោកមេភូមិសម្រាប់មួយថ្ងៃសិនហើយលោកមេភូមិក៏អនុញ្ញាតទៅព្រោះដឹងថាអ្វីមិញគឺគាត់យល់ច្រឡំទៅលើអ៊ំស្រីគាត់ស្មានតែអ៊ំស្រីនេះគឺមានកំណត់អ្វីផ្សេងបន្តមករឿងដ៏គួរឲ្យខ្លាចនោះបែរប្រែទៅជារឿងដ៏គួរអស់សំណើចដែលគេនាំគ្នាស្ដាប់ហើយគេនាំគ្នាសើចឡើងផ្អើលផ្ទះរីឯលោកមេភូមិគាត់គឺជាមនុស្សដែលមិនជឿនោះទេហើយនៅពេលដែលគាត់មកជួបផ្ទាល់នឹងភ្នែកបែបនេះគឺគាត់ស្រែករកតែបធរតែប៉ុណ្ណោះគាត់ថាចាំមើលពេលដែលលោកគ្រូឈឿនធ្វើពិធីរួចគាត់នឹងទៅឲ្យលោកគ្រូឈឿនស្រោចទឹករំដោះគ្រោះក៏ដូចជារកខ្សែអាគមខ្សែអីពាក់ហើយគឺគាត់ចង់សម្ដៅទៅលើខ្សែចង្កេះខ្សែនឹងឯងគ្រាន់តែថាគាត់មិនចេះហៅគាត់ហៅថាខ្សែអាគមលុះរហូតថ្ងៃស្អែកចូលមកដល់ឃើញថាពុកឈឿនគឺគាត់ពិតជាបានមកភូមិនេះពិតមែនគឺគាត់មកទាំងថ្ងៃគាត់ជិះឡានមកជាមួយពុកឌីគាត់មកតែ2នាក់តែប៉ុណ្ណោះដំបូងគាត់ថាពេលល្ងាចអីគាត់នឹងទៅដល់ផ្ទះរបស់លោកមេភូមិហើយប៉ុន្តែគាត់បែរជាមកដល់ម៉ោងល្បាក់ប្រហែលជា2រសៀលថ្មហ្នឹងគឺគេមិនទាន់កាច់បាយសីកាច់អីហើយនោះទេពុកគាត់ក៏មកជួយកាច់គេរួចរាល់សាច់រឿងក៏កាត់ចូលមកដល់ម៉ោងល្បាក់ប្រហែលជា5ល្ងាចពួកគាត់ក៏បានទៅជុំគ្នានៅម្ដុំកន្លែងដែលលោកគ្រូគង់គាត់បានស្លាប់គឺជាម្ដុំកន្លែងដែលមានរទេះបាញ់នោះដោយសមមួយដងការដែលគាត់ទៅបង្ក្រាបខ្មោចផ្សេងគាត់បានពាត់ជាខ្សែសីមាជុំវិញហើយជាពិសេសគាត់បានប្រាប់ឆ្នាំខែអ្នកដែលមិនអាចនៅទីនេះបានអ្នកខ្លះពួកគេក៏ត្រឡប់ទៅវិញអស់ទោះបីជាពួកគេចង់នៅមើលក៏ដោយក៏គាត់មិនឲ្យនៅដែរនៅខាងមុខពុកឈឿនដែលនៅក្នុងខ្សែសីមានោះមានរបស់របរច្រើនណាស់ដែលគាត់បានដាក់រៀបហើយជាពិសេសគឺមានដូងខ្ចី4ផ្លែដូងខ្ចី4ផ្លែហ្នឹងគឺសក់ឡើងស្អាតជាពិសេសគឺមានទៀនមួយដើមដោតនៅខាងលើរួមជាមួយនឹងកាំបិតដែលនៅក្បែរនោះរបៀបថាពុកឈឿនហាក់បីដូចជាកំពុងតែត្រៀមធ្វើកិច្ចអ្វីមួយយ៉ាងពេលនោះមានអ៊ំស្រីចំណាស់ម្នាក់បានសួរទៅកាន់គាត់ចុះតើពិធីយើងនឹងចាប់ផ្ដើមនៅពេលណាទៅលោកគ្រូពុកឈឿនគាត់ថាម៉ោង7យប់គឺល្អបំផុតប៉ុន្តែគាត់អាចនឹងធ្វើយូរម៉ោងដោយសារតែគាត់ត្រូវខាបហែប្រលឹងរបស់វិញ្ញាណខ្មោចនោះឲ្យមកចរចាជាមួយនឹងគាត់បើសិនជាគាត់និយាយត្រូវរើជាមួយនឹងគេគាត់នឹងបណ្ដេញគេតាមស្រួលប៉ុន្តែបើសិនជាគេមិនស្ដាប់ឬក៏គេតដៃគាត់នឹងចាប់គឺគាត់ចាប់ទុកនឹងឯងហើយបើថាគេនៅតែរើបំរាស់គឺគាត់នឹងកំចាយចោលតែម្ដងពេលនោះពុកឈឿនគឺគាត់ធ្វើពិធីដល់ម៉ោង8យប់ឯណោះពុកដោយសារតែគាត់ចាស់ណាស់ទៅហើយគាត់សូត្រគាថាមិនសូវជាបានច្រើននោះទេគាត់ក៏រៀងហត់ហើយគាត់សុំសម្រាគាត់ថាមួយសន្ទុះធំទៀតទើបគាត់ចាប់ផ្ដើមធ្វើកិច្ចនេះបន្តហើយខ្ញុំភ្លេចប្រាប់បងប្អូនអ្នកដែលនៅក្នុងខ្សែសីមាដែលនៅខាងក្រោយខ្នងរបស់គាត់ពេលហ្នឹងគឺមានអ្នកភូមិតែ5នាក់នោះទេហើយនៅក្នុងចំណោមនោះក៏មានលោកអ៊ំមេភូមិផងដែរចំណែកឯអ្នកដែលនៅខាងមុខគឺមាន2នាក់គឺមានពុកឈឿនរួមជាមួយនឹងពុកឌីហ
ហើយពុកនេះហាក់បីដូចជាជំនួយការរបស់គាត់យ៉ាងអញ្ចឹងដែរកំពុងតែសម្រាប់សុខនោះក៏ស្រាប់តែមានខ្យល់ធ្លាក់មកយ៉ាងចម្លែកខ្យល់នោះគឺធ្លាក់មកខ្លាំងមែនទែនលោកមេភូមិក៏និយាយថាជុំតិចលោភ្លៀងទៅពុកឈឿនដែលកំពុងតែសម្រាប់ជួបបារីនេះគាត់ក៏ងាកមើលឆ្វេងមើលស្ដាំគាត់ថាមិនមែនជាខ្យល់រៀបតែនឹងភ្លៀងទេគឺមានអ្នកមកក្បែរនេះហើយប៉ុន្តែមិនមែនជាវិញ្ញាណខ្មោចរបស់លោកគ្រូគង់នឹងទេអ្នកដែលអង្គុយនៅខាងក្រោយគ្រាន់តែលឺអញ្ចឹងក៏នាំគ្នាខិតមកខាងមុខហើយក៏សួរគាត់ថាតើជាអ្វីទៅលោកគ្រូពុកឈឿនគាត់ថាគាត់ក៏មិនដឹងដែរបន្ទាប់មកគាត់ក៏ផ្ទៀងស្ដាប់មើលទៅហាក់បីដូចជាមានសម្លេងអ្វីម្យ៉ាងកំពុងតែនិយាយដាក់ត្រចៀករបស់គាត់មួយសន្ទុះទើបពុកគាត់ងាកក្រោយដោយទឹកមុខស្រពោនតែម្ដងក៏សួរថាតើនៅក្នុងភូមិនេះធ្លាប់បាត់ក្មេងដែរទេក្មេងនឹងគឺអាយុល្បាក់ប្រហែលជា12-13ឆ្នាំអ្នកខ្លះគេមិនដឹងនោះទេគេក៏រុញទៅលោកមេភូមិក៏ឆ្លើយថាបាទធ្លាប់មានអ្នកបាត់ក្មេងគឺមានក្រុមគ្រួសារមួយគេបាត់កូនបាត់នឹងគឺចូលល្បាក់ប្រហែលជា2-3ឆ្នាំទៅហើយប៉ុន្តែរកមិនឃើញតតែសោះមិនដឹងថាគេនៅទីណារួចពុកគាត់ក៏សួរបន្តទៀតគាត់ថាចុះតើនៅក្បែរនេះមានរណ្ដៅធំមួយដែរឬក៏អត់រណ្ដៅហ្នឹងគឺជ្រៅខ្លាំងណាស់លោកមេភូមិក៏តបអូនៅក្បែរនេះដូចជាមានរណ្ដៅមួយរណ្ដៅហ្នឹងពីដើមឡើយគឺជាអណ្ដូងបុរាណហើយធ្លាប់មានអ្នកភូមិទៅជីកបន្ថែមរណ្ដៅហ្នឹងគឺនៅក្នុងព្រៃឫស្សីភាគច្រើនគេមិនសូវជារវល់នោះទេនៅកន្លែងហ្នឹងពុកឈឿនគាត់ក៏ដកដង្ហើមធំគាត់ថាចាំមើលពេលគាត់ចាត់ការខ្មោចរបស់លោកគ្រូគង់បានហើយចាំជួយនាំគ្នាទៅស្រង់ខ្មោចក្មេងម្នាក់ចេញពីទីនឹងផងពួកគេក៏ឆ្ងល់ថាហេតុអ្វីបានជាលោកគ្រូដឹងពុកឈឿនគាត់មិនលាក់បាំងនោះទេគាត់ថាគឺក្មេងនឹងមកប្រាប់គាត់តាមពិតក្មេងប្រុសម្នាក់ដែលលងអ្នកដឹកឆ្នាំងធ្វើជាក្មេងខ្វៀលគោហើយលក់កង្កែបនោះតាមពិតគឺជាក្មេងនឹងឯងបងប្អូនក្មេងនឹងតែពិតទៅវាធ្លាប់ចូលទៅក្នុងព្រៃឫស្សីនោះដើម្បីបាញ់សត្វហើយចៃដន្យសំណាងអាក្រក់គេក៏ធ្លាក់ចូលទៅក្នុងរណ្ដៅនោះដោយជង់ជាមួយនឹងឫស្សីហើយក៏បានស្លាប់បាត់ទៅគឺគ្មានអ្នកណាគេដឹងនោះទេហើយខ្យល់ដែលបក់មកអំបែងមិញហ្នឹងគឺក្មេងនឹងជាអ្នកមកនឹងឯងគេមកនេះគឺគេមកសុំឲ្យពុកឈឿនជួយតែពិតទៅធ្លាប់មានគ្រូអាគមគេមកម្ដុំនឹងដែរប៉ុន្តែពេលដែលក្មេងនេះសុំទៅបែរជាគ្រូទាំងអស់ហ្នឹងចង់ចាប់ក្មេងនឹងយកមកប្រើហើយខ្មោចនោះអាចថាសំណាងខ្លាំងណាស់ដែលជួបជាមួយនឹងពុកឈឿនគាត់ក៏មានសេចក្តីមេត្តាពុកឌីគឺគាត់ស្ដាប់ពុកឈឿននិយាយឡើងទឹកភ្នែករលីងរលោងបូកផ្សំជាមួយនឹងលោកមេភូមិគាត់បានប្រាប់អំពីប្រវត្តិក្មេងនឹងគាត់ថាក្មេងនឹងគឺជាក្មេងល្អខ្លាំងណាស់ក្មេងនោះគឺវាតែងតែដើរស៊ីឈ្នួលគេដើម្បីយកប្រាក់ទៅចិញ្ចឹមជីដូនចាស់ហើយឥឡូវហ្នឹងជីដូនចាស់របស់គេហ្នឹងគឺបានទទួលមរណភាពបាត់ទៅហើយដោយក្មេងហ្នឹងគឺជាក្មេងកំព្រាដែលឪពុកម្ដាយរបស់គេបានលែងលះគ្នាហើយឪពុកម្ដាយរបស់គេបានទៅរៀងខ្លួនរបៀបថាពួកគេទៅចាប់ផ្ដើមជីវិតថ្មីរៀងខ្លួនអស់នៅសល់តែក្មេងប្រុសនោះដែលរស់នៅជាមួយនឹងជីដូនចាស់និយាយបានត្រឹមតែប៉ុណ្ណឹងពុកគាត់ក៏ចាប់ផ្ដើមទៅធ្វើពិធីរបស់គាត់បន្តគាត់ថាគាត់ខាបហៅប្រឡឹងខ្មោចរបស់គ្រូអាគមនឹងគឺតឹងខ្លាំងមែនតើមូលហេតុអីដោយសារតែគ្រូនឹងគឺគេចេះអាគមដែរហើយកាលណាដែលគេទទួលមរណភាពទៅបែបនេះទៀតរឹតអំណាចរបស់គេគឺកាន់តែខ្លាំងគណៈពេលដែលកំពុងតែធ្វើពិធីចិត្តរួចរាល់ទៅហើយលោកមេភូមិក៏កេះអ្នករាល់គ្នាឲ្យសម្លឹងមើលទៅខាងមុខបងប្អូននឹងថាគាត់បានឃើញអ្វីទេគឺគាត់បានឃើញក្របីមួយហ្វូងធំបានរត់សម្ដៅមកកាន់ទីនេះក្របីនឹងគឺហាក់បីដូចជាផ្អើលរត់ចេញមកពីទីណាយ៉ាងអញ្ចឹងដែរពុកឈឿនគ្រាន់តែឃើញគាត់ក៏ចាប់ផ្ដើមឈប់សូត្របាលីបន្ទាប់មកគាត់ងាកក្រោយប្រាប់ទៅកាន់អ្នករាល់គ្នាថាហាមអ្នករាល់គ្នារត់ចេញពីខ្សែសីមាឲ្យសោះបើដាច់ខ្សែសីមាពួកយើងរាល់គ្នាគឺចប់ហើយធម្មតាគេរាល់គ្នាឃើញក្របីមួយហ្វូងធំរត់មកអញ្ចឹងមានអ្នកណាដែលថាមិនភ័យនោះព្រោះគេខ្លាចក្របីនឹងជន់ពុកឈឿនគាត់រៀងមួម៉ៅគាត់ងើបឈរគាត់លើកកំបិតហើយនិយាយតែម្ដងគាត់ថាហើយចាំមើលអាណាគេរត់ចេញពីនោះអញកាប់ងាប់មកឯងខំមកជួយប៉ុណ្ណឹងហើយមិនស្ដាប់ឯងពេលដែលគាត់និយាយអញ្ចឹងពួកគេក៏រៀងស្ងាត់ហើយមែនក្របីទាំងអស់ហ្នឹងពេលដែលរត់មកដល់ក្បែរកន្លែងខ្សែសីមានេះពួកវាហាក់បីដូចជាមិនហ៊ានជន់នោះទេវាក៏រត់ត្រឡប់ទៅវិញអស់ខ្មោចរបស់គ្រូគង់គឺគេមិនតបបង្ហាញខ្លួននោះទេប៉ុន្តែគេកំពុងតែព្យាយាមប្រើរូបភាពបំផន់ភ្នែកដើម្បីបន្លាចអ្នកភូមិគឺគេចង់ឲ្យខ្សែសីមានោះដាច់បើសិនជាខ្សែសីមានោះដាច់គឺគេនឹងលេងអ្នករាល់គ្នាបានតាមចិត្តហើយ
ទោះបីជាពុកឈើនៅទីនេះក៏ដោយក៏គេនឹងលងឲ្យអ្នករាល់គ្នាបះសក់ក៏ដូចជាលុះប្រឡឹងរហូតដល់ស្លាប់គិតទៅខ្មោចរបស់លោកគ្រូគង់នេះស្លាប់ទៅហើយក៏នៅតែអាក្រក់ទៀតআসসালামু আলাইকুম ভাইয়া, কেমন আছেন? ভাইয়া, আজকে আমি যা শেয়ার করব এই ঘটনাটি আজ থেকে প্রায় 60 বছর আগের, অর্থাৎ সাল তখন 1976 সালের চৈত্র মাসের এক গুমোট রাতের। আমার নাম মোস্তফা কামাল। তখন আমি অবিভক্ত বাংলার এক জমিদার বংশের পুরনো কাচারি বাড়ির দলিল লেখক হিসেবে কাজ করতাম। উত্তরবঙ্গের এক প্রত্যন্ত অঞ্চলের সেই কাচারি বাড়ির চারপাশ ছিল ধুধু ফসলের মাঠ আর পুরনো দিঘি। সেদিন ছিল চৈত্র মাসের সংক্রান্তিক ঠিক আগের রাত। চারদিকের বাতাসটা ছিল একদম থমথমে, কোনো গাছের পাতাও যেন নড়ছিল না। আকাশটার রং ছিল অদ্ভুত, একদম তামাটে লালের মতো। গ্রামের লোক কথা মতে এমন তামাটে আকাশে রাত্রে নাকি প্রকৃতির চেনা নিয়মগুলো উল্টে যায়। রাত যখন আনুমানিক 2:30 কাচারি ঘরের ভেতর কেরোসিনের ম্যান্টল বাতিটা দপ দপ করে জ্বলছিল। আমার ডান হাতের তর্জনী আর বুড়ো আঙ্গুল দিয়ে আমি পুরনো এক দল দলিলের ওপর মোহর বসানোর কাজ করছিলাম। পুরো এলাকায় কোনো মানুষ বা পশু পাখির কোনো সারা শব্দও ছিল না, শুধু আমার কলমের নিবের খসখসে আওয়াজ ছাড়া। হুট করেই ঘরের ভেতরে বাতাসটা ভারী হতে শুরু করলো। কেমন যেন একটা অদ্ভুত গন্ধ, ঠিক যেন অনেকগুলো কাঁচা সুপারি একসাথে পচানো হলে যে কড়া তিতকুটে গন্ধ বের হয়, সেই গন্ধে আমার পুরো ঘরটা ভরে গেল। আমি বাতিটা একটু উঁচিয়ে ধরার জন্য টেবিল থেকে হাত বাড়ালাম, আর ঠিক তখনই আমার শরীরের সমস্ত শক্তি যেন 1 সেকেন্ডের মধ্যে কেউ শুষে নিয়ে গেল। আমি খেয়াল করলাম আমার হাতের লণ্ঠনের আলোটা আর হলুদ নেই। ঘরের দেয়াল, টেবিল আর আমার সামনে থাকা পুরনো খাতাগুলোর ওপর যে আলোটা পড়ছিল সেটার রং হুট করে বদলে একদম গাঢ় নীল হয়ে গেল। শুধু তাই নয়, ঘরের কোনায় রাখা পুরনো টিকটিকিটা কাছের ঘড়িটার দিকে চোখ যেতেই আমার বুকের ভেতরটা মোচড় দিয়ে উঠল। ঘড়ির ভেতরের পেন্ডুলামটা ডানে বামে দুলছিল ঠিকই, কিন্তু সেটার কোনো যান্ত্রিক শব্দ ছিল না। যেন পুরো ঘরটা একটা শব্দহীন গভীর কুয়ার মতো নিস্তব্ধ হয়ে গেল। আমি নিজের নিঃশ্বাসের শব্দ শুনতে পাচ্ছিলাম না, এবং সবচেয়ে ভয়ানক দৃশ্য দেখলাম ঠিক আমার সামনে রাখা ওই দলিলের সাদা কাগজটার ওপর। হালকা নীল আলোয় আমি স্পষ্ট দেখছিলাম কাগজের উপর আমার হাতের লেখা কালির অক্ষরগুলো নিজে নিজেই তরল হয়ে নড়াচড়া করতে শুরু করেছে। কালো কালিগুলো কাগজের বুক চিরে চোখের মতো কিলবিল করে ওপরের দিকে উঠে আসতে লাগলো। আমি আতঙ্কে চেয়ার ছেড়ে উঠে দাঁড়াতে চাইলাম, কিন্তু আমি পারলাম না। আমার মনে হলো আমার শরীরের চামড়া আর মাংস কেউ একজন অদৃশ্য এক অদ্ভুত আঠা দিয়ে এই কাঠের চেয়ারটার সাথে শক্ত করে জোড়া লাগিয়ে দিয়েছে। কোনো ভূত বা ছায়া আমার পিছনে এসে দাঁড়ায়নি, এমনকি কোনো বরফ শীতল হাতের সামনের দেয়ালটা যায় আমার নিজের ছায়াটা পড়ছিল। সেটার আকৃতির নিজে নিজেই বদলাতে শুরু করলো। দেয়ালে সেই কালো ছায়াটার মাথাটা আস্তে আস্তে লম্বা হয়ে সিলিংয়ের দিকে উঠে গেল, এবং সেটার বুকের মাঝখানটা চিরে একটা বিশাল ফাঁকা গর্ত তৈরি হলো।
ঠিক তখনই আমার কানের কাছে কেউ ফিস ফিস করেনি, বরং আমার নিজের বুকের ঠিক মাঝখান থেকে আমার হৃৎপিণ্ডের ভেতর থেকে একটা ভারী যান্ত্রিক পুরুষ কণ্ঠ গম গম করে প্রতিধ্বনি তুলতে লাগলো। সেই আওয়াজটা আমার নিজের কানের পর্দা ফাটিয়ে মগজে গিয়ে লাগছিল। সেই অদৃশ্য কণ্ঠস্বর বলছিল, মোস্তফা, দলিল লিখে আর কতদিন বাঁচবি? আজ থেকে ঠিক 60 বছর আগে এই চৈত্র সংক্রান্তির রাতেই এই কাচারি ঘরের মাটির নিচে একটা পুরনো তামার সিন্ধুকে পুঁতে রাখা হয়েছিল। সেই সিন্ধুকের চাবিটা তোর কলমের নিপের ভেতরেই লুকানো আছে। তুই এখান থেকে নড়তে পারবি না যতক্ষণ না তুই নিজের রক্ত দিয়ে এই দলিলের শেষ পাতায় সই করছিস। এমনটা শোনার পর আমার হাতের আঙ্গুলগুলো আমার নিজের ইচ্ছার বিরুদ্ধে গিয়ে টেবিলের ওপর রাখা ধারালো মোহর কাটা ছুরিটার দিকে এগিয়ে যেতে লাগলো। আমার মনে হচ্ছিল আমি কোনো একটা শক্তির পুতুল হয়ে গেছি। ছুরিটার তীক্ষ্ণ মাথাটা যখন আমার বাঁ হাতের তালুর ওপর গিয়ে ঠেকল, তখন ব্যথার কোনো অনুভূতি ছিল না, শুধু একটা তীব্র অবশ ভাব আমার পুরো হাতটাকে অবশ করে দিচ্ছিল। আমি কোনো ধর্মীয় নাম মুখে উচ্চারণ করতে পারছিলাম না, কারণ আমার জিভটা তালুর সাথে একদম আঠার মতো লেগে গিয়েছিল। আমার চোখ দুটো দিয়ে তখন টপ টপ করে পানি পড়ছিল। আমি জানতাম আর কয়েক সেকেন্ডের মধ্যে আমার নিজের হাতের ছুরিটাই আমার শরীরটাকে শেষ করে দেবে। ঠিক তখনই কাচারি বাড়ির পিছনের বড় দিঘিটার ভেতর থেকে একটা বিশাল মাছের ঘাই মারার বিকট শব্দ হলো ছলাৎ করে। সেই পানির শব্দের কম্পনটা মাটির ভেতর দিয়ে এসে আমার এই ঘরের মেঝেতে লাগলো, আর সঙ্গে সঙ্গেই 1 সেকেন্ডের অলৌকিক কম্পনে আমার চোখের সামনে সেই নীল আলোটা এক ঝটকায় কেটে গেল। দেয়ালের সেই দানবীয় ছায়াটা আবার আমার নিজের সাধারণ ছায়ায় পরিণত হলো। আমার জিভটা আলগা হলো। আমি একটা তীব্র চিৎকার দিয়ে চেয়ার থেকে মেঝেতে ছিটকে পড়লাম। তাকিয়ে দেখলাম টেবিলের উপর রাখা সেই দলিলের খাতাটা পুড়ে ছাই হয়ে গেছে, আর সেই ছাইয়ের উপর থেকে কাঁচা সুপারির পচা গন্ধটা তখন বাতাসে ভাসছিল। আমি আর এক মুহূর্ত না দাঁড়িয়ে থেকে ওভাবে লুঙ্গি আর খালি গায়ে কুয়াশাচ্ছন্ন মাঠের উপর দিয়ে দৌড়াতে শুরু করলাম, এবং সকাল হওয়া পর্যন্ত আমি গ্রামের এক চৌকিদারের গোয়াল ঘরে খড়ের গাদার ভেতরে লুকিয়ে লুকিয়ে কাঁপছিলাম। পরদিন সকালে যখন গ্রামের মাতব্বরেরা কাচারি বাড়িতে এসে আমার খোঁজাখুঁজি শুরু করেন এবং আমি ওনাদের রাতের ঘটনার কথা জানাই, তখন ওখানকার সবচেয়ে বয়োবৃদ্ধ লাঠিয়াল পাঁচু শেখ একটা দীর্ঘশ্বাস ফেলে বললেন যে তিনি কাচারি ঘরে সেই মাটির মেঝের দিকে তাকিয়ে বলেছিলেন, মোস্তফা বাবু, আপনি আজ বেঁচে ফিরছেন কেবল ওই দিঘির পানির পুণ্যে। আজ থেকে প্রায় ঠিক 60 বছর আগে, অর্থাৎ 1906 সালের এই চৈত্র সংক্রান্তির রাতে এই কাচারি বাড়ির পুরনো নায়েব দাদুকে একদল ডাকাত এসে এই ঘরেই বেঁধে রেখেছিল। তারা ওনার কাছে মাটির নিচের গুপ্তধনের সিন্ধুকের চাবি চেয়েছিলেন, কিন্তু নায়েব দাদু চাবি দেননি। তাই ডাকাতরা ওনার কলম কাটার ছুরিটা দিয়েই ওনার নিজের হাত কেটে সই নেওয়ার চেষ্টা করেছিল, এবং এই ঘরে ওনার মৃত্যু হয়। আজ ওনার সেই মৃত্যুর নির্মম রহস্যময় মৃত্যু ঠিক 60 বছর পূর্ণ হয়েছে।គេមិនមែនធ្វើឲ្យត្រឹមតែពួកគាត់ឃើញជាសត្វក្របីនោះទេ សូម្បីតែដើមត្នោតដែលដុះនៅក្បែរនឹង
គេក៏ធ្វើបំផន់ភ្នែកថាដើមថ្នោតនោះបាក់មកសង្កត់កន្លែងដែលពួកគាត់នៅស្ទើរតែអ្នករាល់គ្នារត់ដាច់ខ្សែសមាទៅហើយតែពុកឈឿនរួមជាមួយពុកឌីបានព្យាយាមទៅចាប់អ្នកភូមិថាកុំឲ្យរត់ដើមថ្នោតនោះគឺបាក់រលំមកលើពួកគាត់នឹងឯងបងប្អូនប៉ុន្តែពេលដែលវាបាក់មកដល់ដីដើមថ្នោតនោះវានៅតែជាដើមថ្នោតគ្រាន់តែថាពេលដែលគេបំផន់ភ្នែកទៅគឺឃើញដើមថ្នោតនោះបាក់មកពេលដែលមានរឿងនឹង2ដងធ្វើឲ្យអ្នកភូមិដឹងហើយថាគ្រប់រឿងរ៉ាវដែលបានកើតឡើងឲ្យពួកគាត់ឃើញនោះគ្រាន់តែជាអន្ទាក់ដែលធ្វើឲ្យពួកគាត់រត់ចេញពីខ្សែសីមាតែប៉ុណ្ណោះហើយខណៈពេលដែលពួកគាត់កំពុងតែសង្ងំនៅក្នុងសីមាហ្នឹងក៏ស្រាប់តែពួកគាត់បានឃើញក្រុមគ្រួសារអ្នកដែលខ្ញុំនិយាយកាលពីដើមសេរីហ្នឹងបងប្អូនគឺមានប្តីប្រពន្ធដែលជាឪពុកម្ដាយរួមជាមួយនឹងក្មេងប្រុស2នាក់នោះពួកគេបានដើរមកដល់ទីនេះគឺគេដើរហ្នឹងគឺគេដើរមកស្រែកឲ្យអ្នករាល់គ្នាជួយផងថាផ្ទះរបស់ពួកគេគឺឆេះហើយពេលដែលគេងើបឈរសម្លឹងមើលទៅគឺពិតជាបានឃើញថាផ្ទះហ្នឹងកំពុងតែឆេះប៉ុន្មានគេគិតថារឿងនេះជារឿងពិតបំរុងតែនឹងចេញទៅទៀតតែពុកបាននិយាយស្រែកខ្លាំងៗគាត់ថាអើយបើវាមកស្រែកជួយមែនវាមិនមែនដើរមកអញ្ចឹងទេវារត់មកហើយឆ្ងល់ដែរម្នាក់ចោលហើយនៅចាញ់បោកខ្មោចទៀតគាត់ពេលហ្នឹងក៏ចាប់ផ្ដើមសូត្រនមន្តគាថាភ្លុំទៅលើកំបិតបន្ទាប់មកគាត់ក៏ចាប់ផ្ដើមកាប់ទៅលើផ្លែដូងមួយផ្លែកប់ផាំងផ្លែដូងនឹងរយៈជា2ធ្វើឲ្យទឹកដូងឯហ្នឹងខ្ចាយឡើងពេញហ្នឹងចំណែកឯវិញ្ញាណដែលបន្លំខ្លួនធ្វើជាក្រុមគ្រួសារនោះក៏ស្រាប់តែរលាយខ្លាចជាផ្សែងបាត់ពីទីនេះទៅបន្តមកដើមឈើកពោតព្រៃដែលនៅក្បែរហ្នឹងឯងចាប់ដើមរង្គើទាំងដែលមិនមានខ្យល់សួរថាអ្នកណាដែលមិនខ្លាចទៅពួកគេម្នាក់គឺអោបគ្នាឡើងញ័រតែម្ដងសូម្បីតែពុកឌីហ្នឹងក៏ទៅចូលរួមអោបជាមួយនឹងគេដែរហើយគាត់អោបនឹងអោបរកតែអ្នកដែលមានសម្រស់គ្រាន់បើទៀតរបៀបថាជាប្រពន្ធគេអីអញ្ចឹងទៅគ្រាន់តែគេមកនោះគឺគេមកតែម្នាក់ឯងមួយសន្ទុះក៏ឃើញពួកគេរត់មកម្ដងទៀតប៉ុន្តែរត់មកម្ដងទៀតហ្នឹងគឺពុកឈឿនគាត់ស្រែកប្រាប់តែម្ដងគាត់ថាឆាប់លូនចូលមកក្នុងខ្សែសីមាលឿនមកពេលហ្នឹងអ្នកភូមិគេរំគ្នាឆ្ងល់គេសួរថាមិនដេចបានជាអនុញ្ញាតឲ្យគេចូលអញ្ចឹងពុកគាត់ថានឹងគឺជាមនុស្សពិតមិនមែនខ្មោចទេពេលដែលពួកគេចូលមកដល់គឺរបៀបថាមិនបានក្រឡងខ្សែសីមានឹងនោះឡើយគឺលូនមកតាមដីបរិះដែលជាមេគ្រួសារគ្រាន់តែចូលមកដល់ភ្លាមគាត់លើកដៃសំពះតែម្ដងគាត់ថាលោកគ្រូជួយផងលោកគ្រូពុកគាត់ក៏សួរថាហើយមិនបានជានាំគ្នារត់មកអញ្ចឹងហើយបំរុងនឹងរត់ទៅណាដែរពួកគេថារត់ទៅនេះបំរុងនឹងរត់ចូលទៅក្នុងភូមិនោះទេប៉ុន្តែចៃដន្យឃើញពួកគាត់នៅទីនេះក៏ចូលមកតែម្ដងទៅគឺអំបែងមិញនេះខ្មោចរបស់លោកគ្រូគង់បានទៅលងពួកគេដល់លើផ្ទះជាពិសេសគឺគាត់ពង្រីកខ្លួនធំខ្លាំងណាស់មុខរបស់គាត់គឺធំជាងជញ្ជាំងផ្ទះរបស់ខ្ញុំទៅទៀតពេលដែលគេនិយាយអញ្ចឹងធ្វើឲ្យអ្នករាល់គ្នាកាន់តែខ្លាចប៉ុន្តែពុកគាត់ប្រាប់ថាកុំបារម្ភអីចូលមកដល់ទីនេះគឺសុវត្ថិភាពហើយបើសិនជាឃើញអ្វីប្លែកកុំនាំគ្នាចាក់ចេញពីខ្សែសីមានេះឲ្យសោះចាំគាត់អនុញ្ញាតចាំនាំគ្នាចេញគាត់និយាយមិនតាន់ទាំងផុតមាត់ផងក៏លន់សូរក្រំគឺលឺចេញពីស្រែរបស់អ្នកភូមិហាក់បីដូចជាមានអ្នកណាកំពុងតែដើរកាត់នៅទីនឹងយ៉ាងអញ្ចឹងប៉ុន្តែទំហំខ្លួនរបស់គេគឺជាទំហំខ្លួនធំពេលដែលអ្នករាល់គ្នាគេប្រឹងសម្លឹងមើលទៅស្មាទោសបងប្អូនហើយខ្មោចរបស់លោកគ្រូគង់គឺគាត់ពង្រីកខ្លួនធំមែនតើអ្នកមិនដឹងគេគិតថាគាត់គឺជាប្រេតរូបរាងកាយរបស់គាត់គឺឆេះខ្លោចដោយសារតែត្រូវបានរទះបាញ់នោះភ្នែករបស់គាត់ឡើងក្រហមហើយខ្យល់បោកមកខ្លាំងណាស់ធ្វើឲ្យអីវ៉ាន់ដែលនៅខាងមុខគាត់ខ្លះគឺរប៉ាត់រប៉ាយអ្នករាល់គ្នាពេលហ្នឹងគេក៏នាំគ្នាមកជួយទប់ជាពិសេសគឺទប់បង្គោលខ្សែសីមាព្រោះខ្លាចបាក់ដោយដែលពុកគាត់បាននិយាយហើយជំរើសរបស់គាត់គឺមាន3ហើយឥឡូវនេះគឺគាត់យកជំរើសទី1ទៅដោះស្រាយជាមួយនឹងគេគាត់និយាយនេះគឺគាត់ចង់រងាប់ប៉ុន្តែឃើញថាខ្មោចរបស់លោកគ្រូគង់ហាក់បីដូចជាមិនខ្លាចគាត់តតែសោះគេក៏ចាប់ផ្ដើមបញ្ចេញរឹតគេបំរុងតែនឹងយកជើងមកជន់ខ្សែសីមានេះទៅហើយពេលហ្នឹងពុកគាត់ក៏លើកកំបិតកាប់ទៅលើជើងរបស់គេគ្រាន់តែកាប់ម៉ាំងជើងរបស់គេនោះក៏ស្រាប់តែត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅគេក៏រត់ទៅវិញទៅមកជន់ស្រែរបស់អ្នកភូមិនោះប៉ុន្តែថាស្រែហ្នឹងបាក់ដូលដែរឬក៏អត់ប៉ុន្តែសម្រាប់ពុកឈឿនគាត់ដឹងច្បាស់ថាស្រែហ្នឹងមិនខ្ទេចនោះទេដោយសារតែពេលដែលគេបង្ហាញខ្លួននោះគឺគេបង្ហាញខ្លួនជាប្រលឹងខ្មោចតែប៉ុណ្ណោះមិនមែនជារូបរាងកាយពិតនៅពេលដែលនិយាយមកស្ដាប់គ្នាអញ្ចឹងពុកគាត់ក៏ពុះដូងទី2
គ្រាន់តែពូដងទី2ក៏ស្រាប់តែមានរន្ទះមួយបានបាញ់ទៅលើរូបរាងកាយរបស់លោកគ្រូគង់ម្ដងទៀតធ្វើឲ្យខ្លួនរបស់គាត់មកខាងត្រូវបានឆេះខ្លោចសាជាថ្មីពុកគាត់នៅតែសួរបន្តថាតើស្ដាប់គាត់ដែរឬក៏អត់បើសិនជាមិនស្ដាប់ទេគាត់នឹងធ្វើរឿងនេះបន្តទៀតគឺគាត់នឹងពុះដងទី3រួមជាមួយនឹងដងទី4ហើយពុកគាត់និយាយនេះគាត់ដឹងថាចម្លើយដែលគេឆ្លើយមកវិញនឹងគឺមិនយល់ព្រមអត់ទៅហើយប្រភេទខ្មោចគ្រូអាគមនេះមួយបងប្អូនពិបាកនៅក្នុងការបង្ក្រាបហើយជាពិសេសគឺរឹងខ្លាំងមែនតើគេក៏សើចខ្លាំងគេថាងាប់ហើយវាជាប៉ុណ្ណឹងចង់មកបង្ក្រាបអញការអញនៅរស់គេកាប់អញមិនមុតផងយើងស្លាប់នេះដោយសារតែយើងខុសទំនំគ្រូហូបបណ្ដើកទេវើយដល់ត្រឹមនេះទើបអ្នករកគ្នាគេដឹងតាមពិតមូលហេតុដែលគាត់ជិះម៉ូតូសុករទះបាញ់នោះគឺដោយសារតែពេលដែលគាត់ទៅផឹកស៊ីគាត់ច្រឡំហូបបណ្ដើកគឺខុសត្រណមគ្រូហើយពុកពេលហ្នឹងគាត់ក៏សើចតិចគាត់ថាអើប្រភេទសិស្សរមើលគុំដូចជាពួកឯងនេះគ្មានស្ដាប់បណ្ដាំគ្រូទេវាសំនឹងងាប់តៃហោអញ្ចឹងហើយខ្មោចលោកគ្រូគង់ក៏ចាប់ផ្ដើមខឹងព្រោះអីពុកឈឿននិយាយហ្នឹងគឺរបៀបថាប្រមាថគេខ្លាំងណាស់គេក៏ចាប់ផ្ដើមស្ទុះមកម្ដងទៀតប៉ុន្តែពុកគាត់មិនលើកលែងនោះឡើយគាត់ក៏បានលើកកំបិតកាប់ដងទី3រួមជាមួយនឹងដងទី4រន្ទះក៏បានបាញ់2គ្រាប់ទៀតទៅលើលោកគ្រូគង់បន្តមកខ្លួនប្រាណរបស់គាត់ក៏ចាប់ផ្ដើមឆេះបន្តិចម្ដងរហូតតតែរលាយคล้ายទៅជាផេះពុកឈឿនគាត់ថាពិធីនេះគឺចប់ហើយលោកមេភូមិក៏សួរថាតើលោកគ្រូចាប់ប្រឡឹងលោកគ្រូគង់បានហើយមែនទេពុកឈឿនគាត់ថាអត់បានចាប់ផងគឺគាត់កំចាយចោលអ្នករាល់គ្នាពេលហ្នឹងក៏មិនបានមាត់អ្វីដែរលុះរហូតដល់ស្អែកព្រឹកពួកគាត់រាល់គ្នាក៏បានជួយគ្នាម្នាក់មួយដៃមួយជើងដើម្បីទៅកាប់ឆ្កាព្រៃឫស្សីនោះដើម្បីរករណ្ដៅព្រោះរណ្ដៅនឹងគេខានចូលទៅជាយូរណាស់មកហើយដូច្នេះគេមិនដឹងថាវានៅប្រឡោះណាហើយដោយសារតែបានការដឹកនាំអំពីពុកគាត់ចង្អុលបង្ហាញយូរទៅក៏បានទៅដល់រណ្ដៅនោះគឺគាត់ខាបហៅប្រឡឹងក្មេងនោះដើម្បីមកសួរបងប្អូនណាយនៅពេលដែលគេចងខ្សែមនុស្សឲ្យទម្លាក់ខ្លួនចុះទៅខាងក្រោមដើម្បីទៅមើលគឺគេថាពិតជាមានខ្មោចក្មេងប្រុសម្នាក់នៅទីនឹងពិតមែនខ្មោចក្មេងនឹងគឺធ្លាក់ទៅជុងជាមួយនឹងឫស្សីមិនមែនជុងតែមួយដើមនោះទេគឺជុងរហូតដល់ទៅ2ដើមធ្វើឲ្យធ្លាយពោះឥឡូវនេះគឺនៅសល់តែបំណែកខោអាវរួមជាមួយនឹងឆ្អឹងខ្មោចតែប៉ុណ្ណោះពុកក៏ប្រាប់ថាបើឃើញអញ្ចឹងហើយស្រង់គ្នាឡើងមកក្មួយអើយបរិះនោះក៏ស្រែកឡើងមកខាងលើវិញថាតើតែមានថង់ក្រណាត់ខ្ញុំមិនអាចចងគេឡើងទៅខាងលើបាននោះទេបន្តមកគេក៏ទម្លាក់ថង់ក្រណាត់ទៅបរិះនោះក៏ចាប់ផ្ដើមរើសឆ្អឹងក្មេងហ្នឹងដាក់ចូលទៅក្នុងថង់ក្រណាត់ហើយលើកទៅម្ដងបន្តិចហើយមូលហេតុដែលវានៅសល់តែឆ្អឹងបែបនេះតាមមើលអាចនឹងមានសត្វស៊ីខ្លះផងហើយវារលួយទៅតាមធម្មជាតិរបស់វាផងតាមពិតទៅរាល់ដងពុកគាត់មិនដែលចេញមុខចេញមាត់ដល់ថ្នាក់នឹងនោះទេប៉ុន្តែទី1ដោយសារតែគាត់ចាស់ណាស់ទៅហើយគាត់ចង់ធ្វើបុណ្យឲ្យបានច្រើនចំណែកទី2ដោយសារតែគាត់អាណិតក្មេងនឹងគាត់រួមជាមួយនឹងលោកមេភូមិក៏បាននាំគ្នាធ្វើពិធីបុណ្យធ្វើឲ្យក្មេងនៅក្នុងវត្តជាពិសេសគឺគាត់បានធ្វើបុណ្យឲ្យជីដូនរបស់ក្មេងនេះទៀតផងមុននឹងពុកគាត់ត្រឡប់ទៅវិញគាត់បានធ្វើស្នឹងជាច្រើនដើមបន្តមកគាត់ក៏ប្រើឲ្យគេយកទៅវាយនៅកន្លែងដែលលោកគ្រូគង់គាត់ស្លាប់គាត់ថាទោះបីជាវិញ្ញាណរបស់លោកគ្រូគង់ខ្ចាយពិតមែនប៉ុន្តែនៅទីហ្នឹងវានៅតែមានកម្រោលខ្លាយក្រៃលោថ្ងៃណាមួយមានអ្នកណាធ្វើដំណើរកាត់នឹងទៀតឫស្សីរបស់គេដាក់ធ្វើឲ្យគេស្លាប់ដូចជាលោកគ្រូគង់ដែររឿងរបស់យើងក៏ចប់ត្រឹមនេះសូមអភ័យទោសចំពោះពេលខុសឆ្គងនៅក្នុងអត្ថបទសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយខ្ញុំឈ្មោះឡាត់មុខរបរសពថ្ងៃហ្នឹងគឺជាអ្នកលក់ម្ហូបកំងនៅក្នុងផ្សារមួយកន្លែងជីវិតខ្ញុំនិយាយទៅមិនមានខ្លាំងហើយក៏មិនក្រខ្លាំងពេកដែរជីវភាពមានម៉ាល្មមមិនអាចចាយវីបានបងថ្លៃទឹកថ្លៃភ្លើងនិងទិញកាដូឲ្យខ្លួនឯងបានខ្លះបើនិយាយពីរឿងស្នេហាវិញឥឡូវហ្នឹងកំពុងតែក្រាស់កូនអ្នកលក់ដូរនៅផ្សារនឹងឯងតែខ្ញុំមិនទាន់ហ៊ានប្រាប់គេទេដោយសារតែអន្សមលុយមិនទាន់គ្រប់អញ្ចឹងចាំគ្រប់ចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាបានយើងឬក៏បានគេឃើញនិយាយរឿងស្នេហាពីដើមអញ្ចឹងតិចក៏តែខ្ញុំមកនិយាយពីរឿងស្នេហាទៅអត់ទេថ្ងៃនេះខ្ញុំមិនមែនមកនិយាយពីរឿងស្នេហាទេខ្ញុំមកនេះគឺចង់ចែករំលែកនៅរឿងរ៉ាវមួយដែលវាបានកើតឡើងតាំងពីខ្ញុំនៅវ័យជំទង់ឯណោះផ្ដើមសាច់រឿងដំបូងគឺថាកាលពីនៅក្មេងខ្ញុំគឺជាក្មេងព្រៃភ្នំហេតុអីបានខ្ញុំនិយាយអញ្ចឹង
នោះក៏ដោយសារតែភូមិរបស់ខ្ញុំនោះគឺវាស្ថិតនៅលើភ្នំហើយមានអ្នករស់នៅប្រហែលជា30គ្រួសារតែប៉ុណ្ណោះហើយបើគិតពីចំនួនមនុស្សវិញអាចថាប្រហែលជា80នាក់អីនឹងឯងមិនសូវជាច្រើនប្រមាណទេដោយសារតែនៅក្នុងភូមិមានអ្នករស់នៅតិចអញ្ចឹងហើយបើនិយាយពីទំនាក់ទំនងគ្នាទៅវិញទៅមកវិញខ្ញុំនឹងស្គាល់គេសឹងតែគ្រប់គ្នាទាំងអស់ដោយអ្នកខ្លះក៏ស្និទ្ធទៅហើយអ្នកខ្លះគ្រាន់តែស្គាល់គ្នាតែមិនសូវបានស្និទ្ធអីអញ្ចឹងទៅនៅក្នុងភូមិហ្នឹងអ្នកភូមិរស់នៅសុខសាន្តណាស់មិនដែលមានរឿងអីកើតឡើងទេអ្នកភូមិនៅទីនោះគេចេះជួយយកអាសាគ្នាទៅវិញទៅមកដោយពាក្យមួយឃ្លាដែលគេបាននិយាយថាចង្កឹះមួយបាច់កាច់មិនបាក់ការដែលចេះសាមគ្គីគ្នានិងមានទំនាក់ទំនងជាមួយអ្នកភូមិស្រួលបែបហ្នឹងគឺវាស្រួលហើយតែបើគិតពីទីតាំងរបស់ភូមិវិញអ្នកភូមិរឿងពិបាករស់នៅបន្តិចដោយសារតែភូមិហ្នឹងរៀងនៅឆ្ងាយពីទីប្រជុំជនអញ្ចឹងទៅពិបាកទៅរកទិញអីវ៉ាន់ណាអូប៊ីភ្លេចប្រាប់នៅក្នុងភូមិដែលខ្ញុំរស់នៅនេះក៏មានរឿងពិបាកមួយទៀតដែរនោះគឺថានៅទីហ្នឹងអត់មានប៉ុស្តិ៍ប៉ូលីសទេមានតែអ្នកភូមិប្រុសៗជាអ្នកការពារភូមិនៅនឹងផ្ទាល់លុះត្រាតែមានរឿងធំដុំអីត្រូវការប៉ូលីសបានអ្នកភូមិខ្ញុំនឹងចុះទៅក្រោមភ្នំបានមានប៉ូលីសហើយត្រូវចំណាយពេលចុះទៅនឹងខ្ទង់2ម៉ោងឯណោះវាយូរខ្លាំងមែនទែនអញ្ចឹងការហ្នឹងទោះបីជាពិបាករឿងទីតាំងបន្តិចប៉ុន្តែអ្នកភូមិនៅតែរស់នៅប្រកបរបរជាធម្មតារស់នៅយ៉ាងសុខសាន្តណាស់រហូតដល់ថ្ងៃមួយក៏មានរឿងមួយបានកើតឡើងនៅក្នុងភូមិហើយរឿងមួយហ្នឹងបានធ្វើឲ្យភូមិរបស់ខ្ញុំទាំងស្រុងប្រែប្រួល180ដឺក្រេតែម្ដងកាលនោះនៅចុងភូមិមានមីងម្នាក់គាត់ឈ្មោះថាមីងលំគាត់គឺជាស្រីមេម៉ាយរស់នៅជាមួយកូនស្រីម្នាក់អាយុ15ឆ្នាំដែលកូនស្រីគាត់ម្នាក់នោះមានឈ្មោះថាខួចមីងលំនិងខួចគាត់រស់នៅជាមួយគ្នាក្នុងផ្ទះតែមួយមិនជាធំប្រមាណទេហើយរបរដែលពួកគាត់រកប្រចាំថ្ងៃហ្នឹងគឺចូលទៅក្នុងព្រៃដើម្បីរកផ្សិតឬក៏រកបន្លែផ្លែឈើព្រៃយកមកលក់ហើយកាលហ្នឹងនៅក្នុងភូមិក៏មានពូម្នាក់ទៀតដែលគាត់មានឈ្មោះថាពូសឿនគឺជាបរិសុទ្ធពោះម៉ាយរស់នៅជាមួយកូនប្រុសម្នាក់ដែលមានឈ្មោះថាអាតាប់ពេលមានអាយុ17ឆ្នាំដូចខ្ញុំដែរហើយពួកគាត់រស់នៅក្នុងភូមិហ្នឹងជាធម្មតាហើយស្ងាត់ក៏មានថ្ងៃមួយបានដូចចាស់និយាយគ្នាថាមីងលំនិងពូសឿននឹងស្រឡាញ់គ្នាអញ្ចឹងហើយពួកគាត់ក៏បានសែនដើម្បីមករស់នៅជាមួយគ្នាអីអញ្ចឹងណារឿងរ៉ាវស្នេហាពួកគាត់យ៉ាងណាខ្ញុំក៏មិនសូវដឹងច្បាស់ដែរហើយក្រោយពីពួកគាត់បានសែនជាមួយគ្នាហើយពូសឿនក៏បានផ្លាស់ប្ដូរមកនៅផ្ទះជាមួយមីងលំជុំគ្នាហើយអាតាប់ហ្នឹងក៏មកនៅជុំគ្នាជាមួយគ្នាដែរឥឡូវនេះខ្ញុំសូមនិយាយពីអាតាប់បន្តិចខ្ញុំនៅអាតាប់ហ្នឹងកាលពីអាយុ13-14ឆ្នាំពួកយើងស្និទ្ធស្នាលគ្នាណាទៅណាមកណាក៏ទៅជាមួយគ្នាដែរតែក្រោយមកទៀតពេលដែលពួកយើងកាន់តែធំបន្តិចទៅអានោះវាបានដើរសាប់គប់ជាមួយមនុស្សខុសពីមួយថ្ងៃទៅមួយថ្ងៃវាបានកែប្រែចរិតពីចរិតល្អទៅជាអាក្រក់ពីមនុស្សស្លូតទៅជាមនុស្សកោងកាចអត់មានស្ដាប់នរណាទេហើយមិនតែប៉ុណ្ណោះអានោះថែមទាំងចេះមានដៃមានជើងដើរលួចមន់ទាអ្នកភូមិនឹងរបស់របរនេះនោះទៀតដើម្បីយកលុយនឹងទៅទិញស្រាផឹកហើយដោយសារតែចរិតវាបែបហ្នឹងហើយយូរទៅខ្ញុំក៏ឈប់ដើរជាមួយវាទៀតប៉ុន្តែពួកយើងនៅតែស្គាល់គ្នាដដែលទេគ្រាន់តែមិនស្និទ្ធស្នាលដូចមុនតែប៉ុណ្ណោះហើយបើនិយាយពីពេលដែលវាមកនៅជាមួយមីងលំហ្នឹងអានោះវាខូចខ្លាំងមែនទែនវាអត់ដែលចេះជួយធ្វើការងារនៅផ្ទះទេមួយថ្ងៃគិតទៅដើរលេងដល់ម៉ោងស៊ីបាយវាមកស៊ីបាយហើយបន្ទាប់មកវាទៅដើរលេងទៀតហើយថ្ងៃខ្លះវាដេកផ្ទះថ្ងៃខ្លះក៏បាត់2-3ថ្ងៃអីអញ្ចឹងទៅបានចូលផ្ទះម្ដងអា JM ឃើញវាអញ្ចឹងពូសឿនក៏អាសានិយាយណែនាំវាដែរថានៅផ្ទះជួយការងារនៅផ្ទះខ្លះផងកុំវួរនឹងដើរលេងពេកតែទោះបីជាខំនិយាយយ៉ាងណាក៏អានោះវានៅតែមិនស្ដាប់មិនខ្វល់អីទាំងអស់សំខាន់វាចង់ជក់ថ្នាំហើយដល់និយាយច្រើនពេកអញ្ចឹងហើយវានៅតែមិនស្ដាប់បែបហ្នឹងពួកគាត់ក៏មានតែបដ ாய் តាមនឹងទៅចុះចំពោះមីងលំវិញគាត់ក៏មិនបានប្រកាន់អីច្រើនដែរគាត់នៅតែធ្វើការជាធម្មតាដោយកាលពីគាត់រស់នៅតែម្នាក់ឯងអញ្ចឹងនិយាយពីអាតាប់អាចង្រៃហ្នឹងវាខូចហើយតែបើនិយាយពីស៊ីខូចវិញចេះរកគេខុសដាច់ពីអាតាប់តែម្ដងខូចគឺជាក្មេងស្រីម្នាក់ដែលស្ដាប់បង្គាប់ម្ដាយណាតនេនាងជួយធ្វើការងារផ្ទះហើយរាល់ព្រឹកនាងតែងតែទៅដកផ្សិតនៅក្នុងព្រៃដើម្បីយកទៅលក់នៅឯផ្សារតូចមួយនៅក្នុងភូមិហើយនាងតែងតែទៅដកផ្សិតបែបហ្នឹងជារៀងរាល់ថ្ងៃទោះបីជាពូសឿនមកនៅជាមួយហើយក៏នាងនៅតែបន្តការងារនឹងដដែលរហូតដល់ថ្ងៃមួយព្រឹកឡើងសេខូចនឹងក៏បានក្រោកពីព្រឹកចូលទៅក្នុងព្រៃនៅខាងក្រោយដើម្បីទៅរកដកផ្សិតជាធម្មតាតាមទម្លាប់នាងក្រោកពីព្រលឹមចូលទៅក្នុងព្រៃខ្ទង់ម៉ោង8យ៉ាងយូរត្រឹមម៉ោង9អីហ្នឹងដឹងតែនាងត្រឡប់មកផ្ទះវិញហើយប៉ុន្តែវាចម្លែកអីថ្ងៃហ្នឹងអត់ឃើញនាងត្រឡប់មកផ្ទះវិញសោះពេលអត់ឃើញកូនមកផ្ទះវិញអញ្ចឹងមីងលំក៏បានទៅរកនាងនៅផ្សារដែរក្រែងនាងទៅលេងជាមួយអ្នកណាអីនៅហ្នឹងតែទៅដល់សួរគេសួរឯងសឹងតែគ្រប់គ្នាគេបានប្រាប់ថាព្រឹកហ្នឹងអត់បានឃើញខួចយកផ្សិតទៅលក់នៅផ្សារទេដល់សួរនៅផ្សារហើយគេមិនឃើញបែបហ្នឹងមីងលំក៏បានទៅរកនៅក្នុងព្រៃម្ដង
tới rố nơi cái lại này niềng đọp sạch rọt đó nè đọp bê rộm khơi chân mình lốm cót bà rõm khăn mình tên rồi cót có ban tà lọm ở vĩnh mà rô nơi không phung mình mà đòn phụ rồi đã ban phải chạy bị khẳng đơn chân tên nơi không phung nâng miễn tràn tê chân hái cót có ban su kê sẵn ta cục tè tại đà su kê cục ni cục tè ở hai cái nơi ta mình khơi tiết bê nâng đa rô lần đó tung mong chiêng mùi rồi xe ta hái cái nơi ta rộm khơi bạp nâng tiếng mình lôm nâng phụ xuyên có ban tập bưng nẹp phun pro pi bể né oi ta chui đà rột niêng bê nâng đầm nâng bắt luôn khối có ban nơi ta đo tạp thò mà đá táp với chiếc mà nó vuốt nâng đa lên mình sơ khoa khoai pin nẹp tè tê ta đòi lưu đầm nâng thả bạt vào ôn trắng an núp với slon slau chương mình lóm tiết hai viết có ban ta chui rô khôi cho mùi nâng khné đài bê nâng phụ quạt ban nông khné đa rô nâng không prey nâng lòng trong sọp ở thả hơi vẫn tái nơi ta rô mình khơi mi nằm roi anh tây so đò rô mình khơi bạp nâng phụ quát có ban mập co và ca rô chê lẹ cả nạ trong tây thôm mà đòn đợt bê nâng nè phum chiêng cả lạc phum ban nông khné chui đa rô hai thằng ngày nâng rốt tăng vì mấy plư là hốt ở mày ngất nơi ta rô mình khơi hai bê dục nâng không prey với ngất khăn na chẳng bê nâng phụ quát còn nông khné tọt mà phum bình sân bê nâng mình lông phụ sư na quát và vạ chất khăn mình tên ở bị đa rô hay mình khơi quát có bon sron mà đòn quát cái tờ com bon sron là chạp rô khui khơi với nhé na bài con mình nực từ con mình clean phật đây phụ quát nơi tay bà rom nâng côi chăm phơi khui tọt lọt một vinh tăng bị dục là hô đỏ phư chăm là hô đỏ bực làng hơi nơi tay mình khơi tiết chẳng nơi không bực nâng phụ quát còn nông kia đa rô khui mà đòn tiết phần tay rô ở mà bực thôm ta hơi còn nơi tay rô mình khơi ở đây đợi ở phơi pe nú phụ xương có ban pra táp ai tập đăng police nơi càng cao đầm bay ở krom police nó mà chui rô hai phụ xương nó mình lõm quát có phải tỏ đa rô tiết dây bìa tạp với nhá pe đây từ đó po police hơiวิก็บานปราบปลีปีกรบเรื่องราวดับบานบัดโอระบอบเวียนังแต่เอาปลีให้บานดังแต่จงกร้อยมันโดยเอาไว้ดับบานเกิดเต้โดยซาแต่ปลีนั้นมันอ้ายมาจมูกวีพลิมบานเต้เกเนอร์ทเวอร์กับน็อตไฮดรีกาตาหนุ่มหนักกาดอนจังอาตับก็ตลอดมาเว้นแต่มันในไอซันมาดอนเลยเว้นอาตับไปกับบานโยเรื่องดับวินใหญ่จมูกปลีนั้นอะแต่ปรับมาปุกเวียบานดังปรับหายอ้อจำเรือให้ปูโคตในแต่มันต่อดาโรกตีดแต่ตุใบจะคอมดาโรกอย่างน้าก็เนยแต่โรคไส้คุยมันเคยหนอได้ดอกเป๊บัดโกนโรคมันเคยแบบนั้นอะมินลมมากอดยมครั้งนะยมหลังซอออกไปครูนแต่ให้ดอกมาดอกแต่เว้นปูกอดก็ปตอบอลอารมณ์ใส่คุยชับเคยเว้นตีดลูกดอกสายล้างโจดอกไงตีใบปูกอดก็เนยแต่ปตอโรคใส่คุยแต่ได้แต่จงกล่าวเนยแต่มันเคยส้มใบแต่ดานเชิงกล่าวไปการโรคใส่คุยอระยะไปใบทั้งไงให้เนยแต่มันเคยจังกรุ๊ปเนี่ยในครองพุ่งกับบานกระทะคุยเนี่ยไปให้จะสลับบาดได้ปูบ้านดังใบทั้งไงแต่ให้บานเนียงเนรู้ว่าประกอบเชื่อตลอดมาแต่เป็นจีเหมือนข้านให้สำหรับไว้ในภูมิบานเกิดนั่งคือขมิ้นหนาเห็นในใจถ้าคุยบานสลับเนมกไม้ปกเนี่ยบานดังไล่เป็นนั่งสำหรับขยมตัวแล้วก็ขยมเกิดโดนในภูมิได้เพื่อแต่คุยบัดคลุนใบทั้งไงบัดสันจีเนียงเนรู้ว่ามาโตเป็นนี้ประกอบจีเนียงหมกแต่ไว้ง่ายให้การดำรงดอยยุบทั้งไงตีใบนั่งได้ละหายการดำรงมาดอยยุบทั้งไงตีใบนั่งได้ละก็มีในเจ็ดข้างเราบอกคุยมาแน่แต่ก็ไม่ชัวร์ทำอีกในแต่มินในเนื้อชอบระบองหนุ่มแต่คุยแต่มาดองหายแต่เกยจะนอนน้องเกยทั่วระบองทั่วปีใส่หายในตามเราระบองนั่งคือมีดามน้ำคลาคลาในจอบนั่งไงจังไปยุบนั่งมินในก็กับบานโจเกยให้เกยลุบานมาสตูทราบแต่กอดนั่งบ้านจะสอบเคยคุยบานดาวเมาพันท้ายมันนั่งถันเนื้อดาวเมาปีขังนาเต้เนื้อบานดาวเมาให้มาโชว์นมุกแต่กอดให้รูปเรียงระบอกคุยเนื้อเป็นนั่งคือท่าทลาใบไซเมื่อทะลุเธอกังกรอยดอกเคยคุยมาวิ่งจังมินไนก็กับบานสู่คุยท้าให้คุยไอ้เติมมาปีหน้าไม่บ้านแต่จอบแต่จังขโมยหรือกอดส่วนจังหายคุยกับบานตอบกอดวิ่งท้าเมียนน้ามิ้งชมเนบแต่หนังตาบ้านแต่นาชงายเต้หรือคุยยิงจังมินไนก็กอดชงอลทำมันแต่นาชงายไม่บัดปีแต่หลังใบทั้งไงใหญ่นั่งเป็นนั่งคุยในตะปกายจังถ้ากอดนั่งอัดบ้านแต่นาชงายเม่นกอดในแต่ใหญ่ท้ากอดเนบแต่กรอยนั่งเต้กรอนทันใหญ่ทันเนกรอบแต่หนึ่งเพลียมเป็นนุคุยกับบ้านเลยแต่บาดเตอร์ให้มินไนก็บ้านจะสอบแต่เติมนั่งลูดอปรึกล้างมินไนก็กับบ้านโยเรื่องแต่กอดบ้านจะสอบเคยการประยุกต์มันนั่งแต่ปรับไม้ปกคุยกับบ้านดังถ้ากอดบ้านจะสอบเคยคุยมันใหญ่แบบนี้แบบนู้จมูกก่อนจังเตอร์เป็นแต่เป็นได้มินไนได้แต่ดอกแต่ผู้ซื้อนั่งมินลมหายกอดอดเคยปีนไปได้แบบปนนั่งในประเทศเต้ไปหายจะปลูกกอดนั่งจริงแต่โรคุยบาดแต่หายดอดเคยจังมินไนกับบ้านได้ตลอดมาแต่เวงใหญ่ปีผู้ซื้อนั่งมินลมไว้เนี่ยเนื้อปลึกทั้งไงที่บัวนั่งกอดมันเห็นเปิ้งเนี่ยภูมิโดยทั้งไงแต่โบงเต้หายจำนายไอ้ปลีไว้ก็มเคยมาตีดประดังตั้งปีมาสลเหม็นจังมินไอตีดคือมินแต่สไวโดดครูนไอนังไอ
ដើររករហូតដល់ថ្ងៃបន្តិចទៅពុកម៉ែខូចនឹងត្រឡប់មកវិញហើយកំពុងតែអង្គុយរៀបចំហូបបាយហ្នឹងមីណៃគាត់ក៏បានដើរមកហើយគាត់មកសួរនាំណាថាមានតម្រុយអីខ្លះអត់ឬគាត់សួរអញ្ចឹងមីលំគាត់ក៏បាននិយាយទាំងអស់សង្ឃឹមថារកមិនឃើញទេតែនឹងព្យាយាមរកបន្តទៀតស្ដាប់មីលំនិយាយអញ្ចឹងហើយមីណៃក៏បានប្រាប់រឿងដែលគាត់បានយល់សពការប្រយុទ្ធមិញហ្នឹងថាគាត់បានយល់សពឃើញខូចត្រឡប់មកផ្ទះវិញលឺអញ្ចឹងមីលំក៏សួរថាយល់សពឃើញមិនខ្លះពេលហ្នឹងមីណៃក៏បានប្រាប់តាមហ្នឹងទៅថាគាត់បានយល់សពឃើញខូចហ្នឹងមកផ្ទះវិញហើយគាត់ហ្នឹងក៏បានសួរខូចថាបាត់តាណាបានមិនឃើញមកផ្ទះហើយខូចក៏បានប្រាប់គាត់ថានាងបានតាណាឆ្ងាយទេគឺនាងនៅក្រៅផ្ទះហ្នឹងតើលឺមីណៃនិយាយអញ្ចឹងហើយមីលំនឹងពូសឿនក៏គិតថាតិចលោកខូចនៅក្រៅផ្ទះមែនដឹងគិតអញ្ចឹងហើយពួកគាត់គ្មានបានហូបបាយអីទេពេលនោះទាំងអាតាបទាំងមីលំពូសឿននិងមីណៃក៏បាននាំគ្នាដើរទៅព្រៃនៅក្រៅផ្ទះដើម្បីរកខូចបន្តដើរទៅបានមកស្ទុះរឿងយូរគួរសមដែរព្រោះតែដីមីលំនឹងរៀងវែងអញ្ចឹងដើររហូតទៅដល់ព្រំដីខាងក្រោយនៃជាប់នឹងព្រៃពួកគាត់ក៏បានសង្កេតឃើញចំណុចមួយរៀងចម្លែកដែលនៅចំណុចនោះគឺមានដើមឈើមួយដើមរៀងធំគួរសមដែរហើយនៅគៀនដើមឈើហ្នឹងគឺមានដីផុសរបៀបដូចជាយើងទៅកាប់ដីដាំដំណាំណាសំខាន់ណាស់ពេលហ្នឹងពួកគាត់ដូចជាធំក្លិនស្អុយអ្វីម្យ៉ាងចេញពីកន្លែងនោះមកទៀតដល់ពេលធំក្លិនចម្លែកអញ្ចឹងពួកគាត់ក៏បានដើរទៅគៀកកន្លែងដើមឈើនោះដល់ពេលដើរទៅកាន់តាគីក្លិននោះគឺកាន់តែភ័យខ្លាំងទៅដោយសង្ស័យពូសឿននិងអាតាបក៏បាននាំគ្នាទៅយកចបពីផ្ទះវិញហើយក៏បានទៅហៅប្រុស3 4នាក់មកបន្ថែមដែរយកចបមកបានហើយពួកគាត់ក៏នាំគ្នាកាប់ដីនៅកន្លែងដែលភ័យក្លិនមកនោះកាប់ដីកាយទៅដល់ក្រោមទៅក៏ឃើញថាក្លិនដែលភ័យចេញមកនោះគឺជាក្លិនសាកសពហើយសាកសពនោះគឺជាសាកសពរបស់សេខូចគាត់ទៅឃើញសាកសពកូនអញ្ចឹងភ្លាមមីលំគាត់ទុនជង្គង់ដួលនឹងកន្លែងហ្នឹងតែម្ដងហើយគាត់គិតតែយំខ្លាំងមែនទែនហើយបើនិយាយពីសាកសពរបស់ខូចវិញរាងកាយរបស់នាងនៅពេលនោះត្រូវបានគេរុំកៅអៅពីខាងក្រៅវិញរបៀបថាកៅអៅរបស់នាងត្រូវបានគេដោះចេញពីខ្លួនហើយគេយកកៅអៅនោះមករុំជុំវិញខ្លួនរបស់នាងវិញណាហើយចំណែកឯរាងកាយរបស់នាងវិញគឺសុទ្ធតែស្នាមដាច់ពេញខ្លួនហើយនៅត្រង់កវិញគឺមានស្នាមរឹតកដែលមើលទៅហាក់ដូចជាមុននាងស្លាប់ត្រូវបានគេធ្វើទរណកម្មនាងខ្លាំងណាស់អញ្ចឹងបន្ទាប់ពីយកសាកសពនាងចេញពីក្នុងដៅនឹងមកហើយម៉ែពុករបស់នាងក៏បានយកសពនាងទៅផ្ទះពេលដែលយកសពរបស់ខូចទៅដល់ផ្ទះហើយអ្នកនៅក្នុងស្រុកភូមិហ្នឹងក៏នាំគ្នាផ្អើលមកមើលដោយសារតែនៅក្នុងភូមិមិនដែលកើតរឿងចម្លែកបែបហ្នឹងពីមុនមកទេហើយអ្វីដែលគួរឲ្យអស់សំណើចគឺដូចយើងមើលនៅក្នុងរឿងអញ្ចឹងនៅពេលដែលគេរកសាកសពឃើញហើយបានប៉ូលីសមកដល់ពេលប៉ូលីសមកដល់បែបហ្នឹងគេក៏បានធ្វើកសលវិច័យតាមក្បួនប៉ូលីសទៅហើយបន្ទាប់ពីពិនិត្យហើយលទ្ធផលក៏បានចេញមកដោយប៉ូលីសបាននិយាយថាមុននឹងស្លាប់ខូចត្រូវបានគេចាប់ម្លប់ហើយក៏បានរឹតកសម្រាប់នាងតែម្ដងអញ្ចឹងពេលដែលពិនិត្យហើយរួចរាល់ប៉ូលីសក៏បានត្រឡប់ទៅវិញទៅតែមុននឹងចាក់ចេញទៅប៉ូលីសក៏បានអះអាងថាពួកគេនឹងស្រាវជ្រាវស៊ើបអង្កេតពីរឿងនេះដើម្បីរកយុត្តិធម៌ដល់សពនិយាយហើយពួកគេក៏បានចេញទៅបាត់ទៅអញ្ចឹងក្រោយពីគ្រប់យ៉ាងរួចរាល់ហើយបានប្រហែលជា1 ម៉ោងក្រោយមកសំឡេងមេក្រូស្មូតក៏ចាប់ផ្ដើមបន្លឺឡើងដោយសារតែភូមិនឹងតូចអញ្ចឹងផ្ទះនៅខាងណាក៏ឮសំឡេងនឹងដែរហើយកំឡុងពេលកម្មវិធីបន់សពរបស់ខូចបានប្រព្រឹត្តទៅហ្នឹងគ្រប់គ្នាសំណោះខូចណាស់ព្រោះនាងជាក្មេងល្អចេះស្ដាប់ម៉ែពុកចេះជួយការងារផ្ទះមិនគួរណាអាយុខ្លីអញ្ចឹងសោះហើយបើនិយាយពីមីលប់នឹងពូសឿននឹងអាតាប់វិញពួកគេយំខ្លាំងមែនទែនហើយពេលហ្នឹងអាតាប់វាខឹងខ្លាំងណាស់វាក៏បាននិយាយថាបើអញរកអាណាដែលធ្វើដាក់ប្អូនអញបែបហ្នឹងអញមិនទុកអាហ្នឹងមានជីវិតទេអញ្ចឹងពេលហ្នឹងកម្មវិធីបុណ្យហ្នឹងក៏បានដំណើរការតាមប្រពៃណីទៅលុះដល់ថ្ងៃធ្វើបុណ្យបូជាសពរបស់ខូចតាមប្រពៃណីចប់សពគ្រប់ហើយអ្នកផ្ទះរបស់ខូចក៏បានបាត់អាតាប់ឈឹងមិនដឹងជាវេទនាហើយបើនិយាយពីអ្នកភូមិវិញចាប់តាំងពីថ្ងៃដែលខូចបានស្លាប់ទៅអ្នកភូមិផ្សេងទៀតដែលមានកូនស្រីចាប់ផ្ដើមនាំគ្នាខ្លាចគ្រប់គ្នាគេខ្លាចថាមានរឿងអញ្ចឹងកើតឡើងម្ដងទៀតដល់អញ្ចឹងពួកគេមិនហ៊ានបដៅឲ្យកូនស្រីទៅព្រៃក្រោយទៀតទេបើសិនបើចង់ទៅតើតែមានគ្នាច្រើនឬក៏មានចាស់ទៅជាមួយមិនទៅបានហើយចំណែកក្នុងភូមិវិញធ្លាប់តែល្ងាចឡើងមានក្មេងៗរត់លេងពេញផ្លូវរហូតដល់ប្រលប់ឯណោះតែឥឡូវក៏បានប្រែដល់យប់មិនតាន់ទេគ្រប់គ្នាក៏បានហៅកូនចូលផ្ទះអស់ហើយយប់ឡើងក៏គ្មាននរណាហ៊ានចេញក្រៅលេងទៀតដែរដល់ពេលគ្រប់យ៉ាងប្រែប្រួលអញ្ចឹងទៅបរិយាកាសនៅក្នុងភូមិទាំងមូលក៏ចាប់ផ្ដើមស្ងាត់ឈឹងជាងពីមុនហើយរាល់យប់ឮតែសំឡេងឆ្កែព្រូនិងឆ្កែលូនិងសំឡេងខ្យល់ព្រៃភ្នំបក់វឺតតាំងពីសេខូចស្លាប់ទៅអ្នករស់នៅក្នុងភូមិនឹងគឺរស់នៅដោយភាពភ័យខ្លាចហើយម្លងទៅបាន7ថ្ងៃក្រោយមក
មិញណៃដែលនៅជាប់របងផ្ទះខូចហ្នឹងគាត់ក៏បានជួបរឿងមួយហើយអ្វីដែលគាត់បានជួបលើកនេះមិនមែនជាសពដោយលើកមុនទៀតទេដែលនៅក្នុងយប់នោះមិញណៃកំពុងតែគេងស្រាប់តែគាត់បានឈឺបត់ជើងតូចដល់ឈឺអញ្ចឹងគាត់ក៏បានដើរចុះទៅក្រោមដើម្បីបត់ជើងពេលដែលទៅដល់ដីគាត់ក៏បានទៅអង្គុយបត់ជើងនៅក្បែររបងផ្ទះព្រោះតែយប់អញ្ចឹងខ្ជិលដើរទៅក្រោយកំពុងតែអង្គុយបត់ជើងហ្នឹងស្រាប់តែគាត់បានឮសំឡេងមួយបានសួរមកកាន់គាត់ថាមីងកំពុងធ្វើអីហ្នឹងឮសំឡេងសួរបែបហ្នឹងគាត់ក៏បានចាប់អារម្មណ៍ទេរួចគាត់ក៏ឆ្លើយថាអញកំពុងតែនោមឆ្លើយអញ្ចឹងហើយគាត់ក៏ឮសំឡេងសួរតទៀតថាមីងមិនបានមនោមអីក្បែររបងអញ្ចឹងមិនទៅនោមនៅក្រៅផ្ទះទៅពេលហ្នឹងគាត់ក៏បានតបសំឡេងនោះថាអញទៅទេអញខ្លាចខ្មោចមិនហ៊ានដើរទៅទេនិយាយហើយគាត់ក៏បានបត់ជើងតូចរួចហើយគាត់ក៏ក្រោកឈរបំរុងនឹងដើរទៅវិញតែពេលដែលក្រោកឈរហ្នឹងទើបគាត់នឹងឆ្ងល់ថារួចចោះនរណាសួរគាត់មុនហ្នឹងដោយឆ្ងល់បែបហ្នឹងរំពេចនោះមីណៃក៏បានងាកមើលទៅផ្ទះរបស់ខួចស្រាប់តែពេលដែលងាកទៅនោះគាត់បានឃើញខ្មោចរបស់ខួចនេះកំពុងតែអង្គុយនៅលើកាំចដានៅខាងមុខផ្ទះរបស់នាងហើយមុខរបស់ខួចពេលហ្នឹងគឺថាឡាអាក្រក់ដូចថ្ងៃដែលគេរកសាកសពនាងឃើញអញ្ចឹងគ្រាន់តែឃើញបែបនឹងភ្លាមមីណៃគាត់ក៏មិនបាននៅនឹងទៀតទេគាត់ក៏បានប្រើក្បាច់ម៉ាយចាច់ឲ្យរត់វឹងឡើងទៅលើផ្ទះយ៉ាងលឿនឡើងទៅដល់ហ្នឹងគាត់ក៏បានទាញភួយមិនដប់ដេកញ័រដូចកូនចាប់ត្រូវទឹកអញ្ចឹងហើយលុះដល់ព្រឹកឡើងមីណៃក៏បានធ្លាក់ខ្លួនឈឺដោយសារតែគាត់នឹងខ្លាចខ្លាំងពេកហើយរឿងដែលគាត់បានជួបការប្រយុទ្ធហ្នឹងគាត់មិនហ៊ាននិយាយប្រាប់ម៉ែពុកខួចឲ្យបានដឹងទេអញ្ចឹងក្រោយពីមីណៃបានជួបរឿងហ្នឹងហើយរំលងទៅបាន2ថ្ងៃក្រោយមកក៏មានរឿងមួយទៀតបានកើតឡើងហើយអ្នកដែលជួបលើកនេះគឺជាអ្នកដែលនៅទល់មុខផ្ទះខូចម្ដងពេលហ្នឹងនៅម៉ោងប្រហែលជា5ព្រឹកក៏មានមីងម្នាក់គាត់បានក្រោកដើម្បីធ្វើការងារផ្ទះដោយរាល់ដងដូចជាជោគអាចគោបោះអាចមន់អីអញ្ចឹងទៅហើយគណៈពេលដែលមីងនោះកំពុងតែជោគអាចគោហ្នឹងគាត់ក៏បានឮសំឡេងយំហ៊ូពីផ្ទះខូចមកឮអញ្ចឹងគាត់ក៏បានងាកទៅមើលចង់ដឹងថានរណាយំអីនៅស្មើហ្នឹងតែដល់ពេលគាត់មើលទៅកន្លែងដែលឮសំឡេងនោះគឺថាអត់ឃើញមានមនុស្សទេឮតែសំឡេងដែលគិតថាប្រហែលជាខ្មោចលងគាត់ហើយអញ្ចឹងចាំការទៀតពេលនោះមីងម្នាក់នោះក៏បានរត់ប្រុចចូលទៅក្នុងផ្ទះវិញទៅហើយនៅសល់រឿងមួយទៀតនៅក្នុងយប់នឹងដដែលទេក៏មានរឿងមួយទៀតបានកើតឡើងហើយរឿងនេះគឺវាបានកើតឡើងទៅលើអ្នកជិតខាងរបស់ផ្ទះខូចមួយចំហៀងទៀតដែលនៅក្នុងយប់ហ្នឹងម៉ោងប្រហែលជា11យប់អ្នកផ្ទះនោះក៏បាននាំគ្នាចូលគេងអស់ទៅហើយកំពុងតែគេងស្រាប់តែពូដែលជាម្ចាស់ផ្ទះហ្នឹងគាត់បានឮសំឡេងគោះទ្វារតុកឮអញ្ចឹងគាត់មិនទាន់ធ្វើអីទេគាត់គ្រាន់តែបើកភ្នែកហើយផ្ទៀងស្ដាប់មើលម្ដងទៀតហើយក្រោយពីសំឡេងគោះនោះឈប់ឮបានបន្តិចក្រោយមកគាត់ក៏ឮសំឡេងស្រែកហៅពីខាងក្រោមម្ដងឮបែបហ្នឹងគាត់ចាប់ផ្ដើមសង្ស័យហើយអញ្ចឹងគាត់អត់ឆ្លើយទេរួចគាត់ក៏បានក្រោកទៅអើតមើលទៅក្រៅតាមជាងក្តារដោយសារតែផ្ទះគាត់ហ្នឹងធ្វើពីឈើហ្នឹងហើយដល់ពេលដែលគាត់អើតមើលហ្នឹងគឺថាអត់ឃើញមាននរណាទេអញ្ចឹងសំឡេងមុនហ្នឹងជាសំឡេងនរណាគាត់ឆ្ងល់ហើយណាអញ្ចឹងដល់អត់ឃើញមាននរណាបែបហ្នឹងគាត់ក៏បានដើរមកកន្លែងគេងវិញតែដើរមកដល់ជិតមុងទៅហើយហ្នឹងគាត់ក៏បានឮសំឡេងស្រែកហៅម្ដងទៀតឮភ្លាមគាត់ក៏បានដើរបកក្រោយទៅម្ដងទៀតហើយលើកនេះអត់ឃើញទៀតទេគឺគាត់បានឃើញច្បាស់នៅនឹងមុខតែម្ដងដល់ពេលដែលគាត់បានអើតទៅមើលតាមប្រឡោះជាងទៅម្ដងទៀតហ្នឹងគឺគាត់បានឃើញខ្មោចរបស់ខូចនេះបានដាក់មុខមកទល់នឹងមុខគាត់តែម្ដងនិយាយទៅមុខទល់មុខណាអ្នកទាំងអស់គ្នាហើយគាត់ថាមុខរបស់នាងពេលហ្នឹងគឺថាសុទ្ធតែឈាមហើយភ្នែកឡើងលៀនចេញមកប៉ុនក្របភ្នែកគ្រាន់តែឃើញអញ្ចឹងភ្លាមគាត់ភ័យនឹងបាសសក់ជ្រងរួចក៏ប្រញាប់រត់មកដេកខ្លួនភួយញាស់ខ្លួនឲ្យតែត្រឹកហើយលុះដល់ព្រឹកឡើងពូម្នាក់ហ្នឹងក៏បានឈឺដូចមីណៃដែរតែគាត់នៅតែមិនបានយករឿងខ្មោចខូចដែលបានលងគាត់ហ្នឹងទៅប្រាប់ពុកម៉ែខូចឲ្យបានដឹងទេដោយសារតែគាត់គិតថាពុកម៉ែរបស់ខូចហ្នឹងកំពុងតែមានទុក្ខពិបាកចិត្តហើយរឿងខ្មោចខូចលងគេហ្នឹងមិនមែនមានតែអ្នកជិតខាងរបស់ខូចទេដែលបានជួបនោះនិយាយរួមទៅខ្មោចខូចដើរលងគេឡើងពេញភូមិថ្ងៃខ្លះគេក៏បានឮសំឡេងយំតាមផ្លូវហើយថ្ងៃខ្លះទៀតហ្នឹងក៏មកគោះទ្វារគូអញ្ចាំងផ្ទះគេហើយខូចមិនត្រឹមតែលងនៅពេលយប់ទេណាពេលថ្ងៃក៏នាងលងដែរពេលថ្ងៃឡើងឲ្យតែអ្នកភូមិណាចូលព្រៃតែម្នាក់ឯងដាច់ប៉ែកអីហ្នឹងដឹងតែខូចលេងផ្លូវចិត្តហើយសម្រាប់បទពិសោធន៍អ្នកដែលចូលព្រៃហើយត្រូវខ្មោចខូចលងហ្នឹងពួកគាត់បាននិយាយថាពេលខ្លះពួកគាត់បានឮជាសំឡេងហៅឈ្មោះហើយពេលខ្លះក៏ឃើញជាសំមមួយផ្លេតក៏បាត់ទៅហើយពេលខ្លះទៀតក៏ឮជាសំឡេងមេឃឈើបាក់ឬដូចមេឃឈើធំមួយបាក់ធ្លាក់ចុះមកក្រោមអញ្ចឹងតែដល់ពេលអ្នកឮនោះងាកទៅ
គឺថាអត់ឃើញមានអីទេដល់ចេះតែបន្តមានការលុបបង្លាយគ្រប់ពេលវេលាគ្រប់ទីកន្លែងបែបហ្នឹងណាការនឹងក៏ធ្វើឲ្យគ្រប់គ្នាខ្លាចរអាមិនដែលមាននរណាហ៊ានចូលទៅព្រៃតែម្នាក់ឯងទៀតទេហើយដល់ពេលដែលខួចចេញប្រតិបត្តិការច្រើនបែបហ្នឹងណាអ្នកភូមិក៏ចាប់ផ្ដើមនិយាយតគ្នាពីមាត់មួយទៅមាត់មួយថាខូចនឹងលងខ្លាំងណាស់ហើយដោយសារតែការនិយាយពេញភូមិបែបហ្នឹងហើយទើបព័ត៌មាននេះក៏បានលេចលឺទៅដល់ម៉ែពុករបស់ខូចស្របពេលដែលពួកគាត់បានដឹងអញ្ចឹងពួកគាត់ក៏មិនដឹងធ្វើម៉េចដែរបានត្រឹមតែទាញធូបមកដុតហើយបន់ស្រន់ឲ្យខូចនឹងឈប់លងគេទៀតទៅតែបន់ប៉ុណ្ណឹងមិនបានផលទេនាងនៅតែចេញប្រតិបត្តិការជាធម្មតារហូតដល់ថ្ងៃមួយខ្ញុំក៏បានស្គាល់រសជាតិគេដែរដល់ថ្ងៃហ្នឹងនៅម៉ោងប្រហែលជា3ល្ងាចខ្ញុំមានការបន្ទាន់ត្រូវចុះទៅក្រោមដើម្បីទៅទិញអីវ៉ាន់ខ្លះយកមកខាងលើវិញពេលហ្នឹងខ្ញុំក៏បានជិះម៉ូតូទៅតែម្នាក់ឯងជិះទៅដល់ក្រោមបន្ទាប់ពីដើរទិញរបស់របរគ្រប់គ្រឿងហើយខ្ញុំក៏បានជិះឡើងមកវិញពេលដែលមកវិញនោះមេឃយប់ទៅហើយម៉ោងខ្ទង់ប្រហែលជា8យប់ខ្ញុំនេះកំពុងតែជិះតិចតាមផ្លូវចូលមកដល់ភូមិតែមិនតដល់ភូមិទេនៅតាមផ្លូវសងខាងពេលហ្នឹងគឺសុទ្ធតែព្រៃស្ងាត់ចងំឮតែសំឡេងខ្យល់និងសត្វយំពេលហ្នឹងខណៈពេលដែលកំពុងតែជិះខ្ញុំក៏បានជិះទៅដល់ចំណុចមួយកន្លែងហ្នឹងស្ងាត់ខ្លាំងមែនទែនមិនឮសូម្បីតែសំឡេងសត្វហើយខណៈពេលដែលកំពុងតែស្ងាត់ខ្លាំងបែបហ្នឹងស្រាប់តែខ្ញុំបានឮសំឡេងមនុស្សស្រីហៅពីក្រោយឮសូរល្វើយឮអញ្ចឹងហើយខ្ញុំក៏បានងាកក្រោយដើម្បីមើលចង់ដឹងថានោះគឺជាសំឡេងណាតែពេលដែលងាកទៅគឺថាអត់ឃើញមាននរណាសោះពេលហ្នឹងខ្ញុំមានអារម្មណ៍តែខ្លាចខ្លាំងណាស់ហើយដល់ខ្លាចពេកខ្ញុំក៏ខំជិះម៉ូតូឲ្យលឿនជាងមុនដើម្បីឲ្យឆាប់ដល់ភូមិតែម៉ូតូហ្នឹងខ្ញុំមួលឡើងអស់ទៅហើយវាដូចជាមិនលឿនដូចអ្វីដែលខ្ញុំចង់បានសោះជំនួសមកវិញវាបែរជាកាន់តែយឺតទៅហើយជិះយូរទៅមានអារម្មណ៍ថាម៉ូតូធ្ងន់ទៅទៀតដល់ពេលមានអារម្មណ៍តែធ្ងន់បែបហ្នឹងខ្ញុំក៏ចង់ងាកក្រោយមើលតែម្រងងាកមើលទៅហើយមិនទាន់នឹងបានងាកផងស្រាប់តែពេលនោះក៏មានដៃពីរមកប៉ះលើស្មាសងខាងរបស់ខ្ញុំដល់មានដៃប៉ះស្មាបែបហ្នឹងខ្ញុំក៏ឈប់ម៉ូតូមកផ្លេតសិនហើយក៏ងាកទៅមើលមានណាពេលនោះខ្ញុំបានឃើញខ្មោចខួចកំពុងតែអង្គុយនៅលើម៉ូតូខ្ញុំដោយមុខរបស់នាងគួរឲ្យខ្លាចខ្លាំងមែនទែនពេលហ្នឹងខ្ញុំក៏បានសម្លឹងមើលមុខនាងទាំងខ្លាចហើយគណៈពេលហ្នឹងនាងដូចជាចង់និយាយអ្វីមួយមកកាន់ខ្ញុំតែដោយសារតែពេលហ្នឹងខ្ញុំភ័យខ្លាំងពេកខ្ញុំក៏បានដួលសន្លប់នៅក្បែរម៉ូតូនឹងបាត់ទៅហើយយប់ហ្នឹងខ្ញុំមិនដឹងតែខ្មោចខួចបានធ្វើអីខ្ញុំខ្លះទេដឹងតែពេលដែលខ្ញុំដឹងខ្លួនឡើងខ្ញុំបានឃើញខ្លួនឯងនេះកំពុងតែគេនៅផ្ទះបាត់ទៅហើយដល់ពេលក្រោកហើយម៉ែខ្ញុំក៏បានសួរខ្ញុំថាយប់មិញហ្នឹងកើតអីបានដួលសន្លប់អញ្ចឹងពេលហ្នឹងខ្ញុំក៏បាននិយាយរឿងទាំងអស់ដែលខ្ញុំបានជួបកាលពីយប់មិញហ្នឹងប្រាប់គាត់ឲ្យបានដឹងតែរឿងហ្នឹងខ្ញុំមិនបាននិយាយប្រាប់ពុកម៉ែខូចឲ្យបានដឹងនោះទេហើយក្រោយពីអ្នកភូមិនិងខ្ញុំបានជួបហេតុការណ៍លងបន្លាយស្ទើរតែជ្រុះសក់ហើយនោះរំលងផុតទៅជាច្រើនថ្ងៃអាចថាក់ទងប្រហែលជា20ថ្ងៃទៅហើយក្រោយពីខូចបានស្លាប់ទៅអញ្ចឹងកាលហ្នឹងក៏មានថ្ងៃមួយព្រឹកហ្នឹងប៉ូលីសក៏បានឡើងមកស៊ើបអង្កេតរឿងក្តីរបស់ខូចម្ដងទៀតកំឡុងពេលនោះខ្ញុំក៏បានទៅមើលអង្កេតដែរពេលដែលទៅដល់ក៏ឃើញប៉ូលីសកំពុងតែអង្គុយសួរនាំម៉ែពុករបស់ខូចនិងអ្នកជិតខាងផ្សេងតែខ្ញុំសង្កេតមើលទៅពេលហ្នឹងដូចជាចម្លែកខ្ញុំចម្លែកថាតាំងពីបនខូចហើយដូចជាបាត់អាតាមិនឃើញវាសោះមួយរយៈហ្នឹងហើយសម្រាប់ការស៊ើបអង្កេតរបស់ប៉ូលីសក៏បានសន្និដ្ឋានថាការស្លាប់របស់ខូចគឺមានជាប់ពាក់ព័ន្ធទៅនឹងសមាជិកគ្រួសាររបស់នាងតែម្ដងហើយចំណុចហ្នឹងគឺជាអ្វីដែលខ្ញុំបានគិតតាំងពីក្រោយការហេតុនោះផងដែរតែវារៀងព្រោះបើតាមតែគិតទៅបើឲ្យពូសឿនមកធ្វើរឿងចឹងដូចជាមិនសមព្រោះតែគាត់ជាមនុស្សល្អណាស់គាត់ស្រឡាញ់ខូចដូចជាកូនបង្កើតអញ្ចឹងហើយបើថាមីងឡុំវិញរត់តែមិនអាចតែម្ដងហើយបើចំពោះអាតាប់វិញមើលទៅក៏មិនអាចដែរព្រោះបើសិនជាវាជាអ្នកធ្វើមែនណាវាគួរតែរត់តាំងពីថ្ងៃខូចបាត់ខ្លួនមកម្លេះបើវាសម្លាប់មែនណាវាមកជួយរកសពឲ្យឃើញដើម្បីឲ្យប៉ូលីសដឹងរឿងទៅអីចុះបើមិនមែនអាតាប់មែនពូសឿនមិនមីងឡុំជាអ្នកធ្វើអញ្ចឹងនរណាជាអ្នកធ្វើវិញចុះឬមួយជាពួកអាដែងអ្នកសានដែរជាមួយអាតាប់គិតអញ្ចឹងហើយខ្ញុំក៏បានទៅប្រាប់ប៉ូលីសពីជនដែលខ្ញុំកំពុងតែសង្ស័យពេលដែលប្រាប់រួចហើយប៉ូលីសក៏បានហៅពួកនឹងមកដើម្បីសាកសួរពេលដែលសួរចម្លើយទៅចម្លើយដែលពួកវាបាននិយាយចេញមកគឺបានត្រឹមថាវាមិនដឹងទេអញ្ចឹងពេលដែលពួកវាចេញមកក្រៅវិញខ្ញុំក៏បានសួរវាដែរថាមានឃើញអាតាប់ទេឬខ្ញុំសួរអញ្ចឹងពួកវាក៏បាននិយាយថាវាមិនឃើញទេវាបាត់អាតាប់ជាង20ថ្ងៃដែរហើយនិយាយបែបហ្នឹងហើយពួកវាក៏បានដើរទៅបាត់ទៅចំណែកខ្ញុំវិញក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញដែរពេលដែលកំពុងតែជិះម៉ូតូត្រឡប់មកផ្ទះវិញហ្នឹងខ្ញុំក៏បានគិតម្ដងទៀតថាហេឬមួយអាតាប់ជាអ្នកធ្វើកុំចេះតែគិតផ្ដេសផ្ដាសឈប់គិតដែរ
អញ្ចឹងខ្ញុំក៏បានជិះម៉ូតូរហូតមកដល់ផ្ទះការរំលងមកដល់យប់ឡើងខ្ញុំក៏បានចូលគេងជាធម្មតាគេងលក់រហូតដល់ម៉ោងប្រហែលជា2យប់ស្រាប់តែខ្ញុំបានឮសំឡេងគោះទ្វារពីខាងក្រៅមកឮបែបហ្នឹងខ្ញុំក៏ភ្ញាក់ឡើងហើយខ្ញុំនេះក៏គិតក្នុងចិត្តថាតិចលោខ្មោចខូចមកលងទៀតទៅគិតបែបហ្នឹងហើយខ្ញុំក៏បានក្រោកថ្នមតិចហើយក៏ដើរលោបតែអត់មើលតាមប្រឡោះទ្វារពេលដែលអត់មើលទៅមានឃើញខ្មោចខូចណាពេលនោះខ្ញុំបែរជាឃើញអាតាប់កំពុងតែឈរនៅមុខទ្វារមុខផ្ទះខ្ញុំដល់ឃើញវាអញ្ចឹងខ្ញុំក៏បានសួរវាពីក្នុងផ្ទះថាហើយឯងមកពីណាមកធ្វើអីទាំងយប់ហ្នឹងពេលហ្នឹងអាតាប់វាបានប្រាប់ខ្ញុំមកជួយបើកទ្វារវាបន្តិចឬវានិយាយអញ្ចឹងហើយខ្ញុំក៏បានទាញទ្វារបើកពេលដែលបើកទ្វារហើយខ្ញុំមើលទៅអាតាប់ទៅវាធ្វើដូចជាភ័យស្លន់មិនដឹងទេហើយបើនិយាយពីសភាពរាងកាយវាវិញគឺជាប់ហ្មងរាងកាយអានោះគឺថាស្គមខ្លាំងមែនទែនធម្មតាអានោះវាជាមនុស្សដើរផឹកស៊ីឡើងកាម៉ាប់បាត់មុខវាតែជា20ថ្ងៃសោះអានោះស្រកសាច់ខ្ទេចហើយបើនិយាយពីភ្នែកវាវិញភ្នែកអាហ្នឹងរងរូងចូលគ្នាដូចមនុស្សមិនបានដេកអស់ជាច្រើនយប់អញ្ចឹងឃើញសភាពវាបែបហ្នឹងខ្ញុំក៏បានសួរវាថាអាតាប់ឯងជក់ថ្នាំទៀតហើយមែនហើយឯងតាណាបាត់យូរថ្ងៃម្លេះពេលនោះអាតាប់វាមិនព្រមឆ្លើយទៅនឹងអ្វីដែលខ្ញុំបានសួរទេវាគិតតែនិយាយថាជួយអញផងអញគ្មាននរណាពឹងបានទៀតទេដល់លឺវានិយាយអញ្ចឹងខ្ញុំឆ្ងល់ណាស់ហើយថៃវាកើតអីវាហ្នឹងមិនបានវានិយាយអញ្ចឹងគ្មាននរណាពឹងបានមិនចុះអ្នកផ្ទះវាតាណាហើយមិនបានវាមិនទៅផ្ទះអាតាប់ហើយកើតអីអាឡប់ពេលហ្នឹងអានោះវាគិតតែនិយាយតែម្នាក់ឯងថានាងមកហើយជួយអញផងអាឡាត់លឺអញ្ចឹងខ្ញុំក៏សួរនរណាមកបន្ទាប់មកវាក៏ថាខ្មោចបោះខួចនាងមកទៀតហើយពេលដែលលឺវានិយាយបែបហ្នឹងហើយបូករួមទាំងកាយវិការអញ្ចឹងទៀតខ្ញុំចាប់ផ្ដើមសង្ស័យហើយតិចលោអ្វីដែលខ្ញុំបានគិតកាលពីថ្ងៃមិញជាការពិតទៅគិតបែបហ្នឹងហើយខ្ញុំក៏បានសួរវាបែបលួងលោមថាអាតាប់ការស្លាប់របស់ខួចមានតកតូននឹងឯងអត់ដំបងវាឆ្លើយថាវាអត់ដឹងទេតែដល់ខ្ញុំសួរចាក់វាដដែលទៅអានុងវាក៏បានសារភាពថាវាគឺជាអ្នកធ្វើមែនគ្រាន់តែលឺវានិយាយអញ្ចឹងភ្លាមមកខ្ញុំមកស្លុតខ្លាំងមែនទែនមិនបានជាវាហ៊ានធ្វើរឿងថោកទាបបែបហ្នឹងទៅលើប្អូនវាកើតហើយពេលហ្នឹងខ្ញុំក៏បានឲ្យវានិយាយរឿងទាំងអស់ប្រាប់ខ្ញុំដោយសាររឿងហ្នឹងគឺវាបែបនេះអាតាប់វាបានប្រាប់ថាវាបានចាប់ចិត្តស្រឡាញ់ខួចយូរណាស់មកហើយតាំងពីពេលដែលពុកវាមិនទាន់សែនជាមួយមីឡុំមកម្លេះហើយពេលដែលពុកវាបានសែនជាមួយមីឡុំហើយវាក៏ធ្លាប់យករឿងហ្នឹងទៅប្រាប់ពុកវាដែរតែពុកវាមិនព្រមទេព្រោះតែពួកវាពីរនាក់ហ្នឹងបានខ្លាចជាបងប្អូនគ្នាទៅហើយបន្តទៅទៀតអាតាប់វាក៏បានសំចិត្តស្រឡាញ់ខូចពីមួយថ្ងៃទៅមួយថ្ងៃហើយណាមួយដោយសារតែវាប្រើថ្នាំផងអានោះក៏បានគិតខំមកពេលដល់មានថ្ងៃមួយវាក៏បានឃើញអាកាសល្អនៅពេលព្រឹកមួយពេលដែលខូចបានចូលទៅព្រៃវាក៏បានចូលទៅតាមនាងដល់ពេលដែលវាចូលទៅដល់វាក៏បានលួងលោមខូចឲ្យខូចព្រមស្រឡាញ់វាដោយវាបាននិយាយថាវាស្រឡាញ់ខូចយូរហើយស្រឡាញ់ខ្លាំងទៀតលឺអញ្ចឹងខូចក៏បានប្រកែកថានាងមិនអាចស្រឡាញ់វាបានទេដោយសារតែវានិងនាងគឺជាបងប្អូនទៅហើយដល់លឺនាងប្រកែកបែបហ្នឹងអាតាប់ក៏កាត់ទៅជាចិត្តខឹងជាខ្លាំងហើយវាក៏បានចាប់រំលោភខូចតែម្ដងពេលនោះខូចក៏រើដែរតែនាងរើមិនរួចទេដោយសារតែអាតាប់ហ្នឹងវាមានធំពេកហើយពេលហ្នឹងដោយសារតែខូចរើខ្លាំងពេកទៅអាតាប់ក៏បានដាល់ពុះនាងមកដៃយ៉ាងខ្លាំងនឹងធ្វើឲ្យនាងសង្អល់រើលេងកើតហើយបន្តមកទៀតអាតាប់វាក៏បានធ្វើសកម្មភាពរំលោភនាងតែម្ដងពេលដែលរំលោភហើយវាក៏រៀបនឹងដើរចេញទៅហើយតែពេលនោះអានោះវាក៏បានគិតថាបើទុកឲ្យនាងនៅរស់ច្បាស់ណាស់ប្រកាសជានាងនឹងទៅប្តឹងប៉ូលីសប្រាប់ថាវាជាអ្នកធ្វើរំខានគិតបែបហ្នឹងហើយអាតាប់ក៏បានដើរត្រឡប់ទៅវិញរួចវាក៏បានយកខ្សែទៅរឹតករបស់ខូចរហូតដល់នាងបានស្លាប់បាត់ទៅពេលដែលនាងបានស្លាប់ហើយវាក៏បានយកសពនាងទៅលាក់នៅក្នុងដើមឈើងាប់មួយដែលមានប្រហោងនៅខាងក្នុងហើយពេលហ្នឹងវាមិនទាន់យកសពនាងទៅកប់ទេដល់លាក់សពនាងនៅនឹងហើយវាក៏បានដើរត្រឡប់មកផ្ទះវិញជាធម្មតាដូចមានរឿងអីកើតឡើងអញ្ចឹងរហូតដល់ពេលដែលគេផ្អើលដើររកនាងវាក៏បានធ្វើជាទូកំសត់ដើររកនាងដែរដើម្បីកុំឲ្យគេសង្ស័យលុះដល់ផុតថ្ងៃទី1យប់ឡើងវាក៏បានចូលទៅក្នុងព្រៃទៅកន្លែងដែលវាបានយកសពខូចតលាក់ហ្នឹងបន្ទាប់មកវាក៏បានទៅជីកដីនៅក្រោមដើមឈើហើយវាក៏បានយកសពរបស់នាងទៅកប់ចោលនៅកន្លែងនោះបន្ទាប់ពីកប់ហើយស្អែកឡើងវាក៏ធ្វើជាមកជួយដើររកទៀតហើយពេលហ្នឹងវាបន្ថែមប្រាប់ខ្ញុំទៀតថាកាលពីពុកម៉ែវាមិនតន់រកសពខូចឃើញហ្នឹងវាក៏មិនតន់ជួបរឿងអីអាក្រក់នោះទេតែដល់ពេលដែលរកឃើញហើយធ្វើបុណ្យហើយភ្លាមខ្មោចរបស់ខូចហ្នឹងក៏តាមលងវាគ្រប់ពេលវេលាវាថាពេលខ្លះនាងចេញមកស្រស់
ហើយពេលខ្លះពេលដែលវាកំពុងតែដេកស្រាប់តែនាងមកសកត់ក៏មានដែររហូតដល់ហេតុការណ៍លងម្លាញ់បែបហ្នឹងធ្វើឲ្យវាទ្រាំមិនបានវាក៏បានរត់ចេញពីផ្ទះទៅដើម្បីគេចពីខ្មោចខូចតែពេលដែលរត់ចេញពីផ្ទះអញ្ចឹងវាស្មានតែគេចផុតពីខ្មោចឯងតែមានណានាងនៅតែតាមលងវារហូតវាថាវាមិនបានដេកសឹងតែរាល់យប់អញ្ចឹងហើយទៅធ្វើឲ្យសភាពវាคล้ายទៅជាបែបហ្នឹងពេលដែលស្ដាប់រឿងដែលវាបាននិយាយប្រាប់នឹងហើយខ្ញុំក៏បានប្រាប់វាឲ្យទៅសារភាពទៅព្រោះថាទោះកិច្ចក៏កិច្ចបំផុតដែរពេលហ្នឹងវានឹងអង្គុយគិតឡើងមកស្ទុះនៅអេះអុញហើយបានតិចក្រោយមកវាក៏បានប្រាប់ខ្ញុំថាវានឹងព្រមទៅសារភាពដោយខ្លួនឯងលុះដល់ស្អែកឡើងអានោះក៏បានចូលខ្លួនទៅសារភាពហើយប៉ូលីសក៏បានធ្វើការតាមនីតិវិធីទៅក្រោយពីអាតាប់បានជាប់គុកហើយម៉ែពុករបស់វាមិនអាចទទួលយកនៅទង្វើដ៏ថោកទាបដែលវាបានធ្វើនោះទេអញ្ចឹងដើម្បីបំភ្លេចរឿងដែលបានកើតឡើងទាំងអស់នឹងបានពួកគាត់ក៏បានសម្រេចចិត្តឈប់រស់នៅក្នុងភូមិនោះបន្តទៀតដល់ពេលនោះពួកគាត់ក៏បានទៅរស់នៅក្នុងទីក្រុងដើម្បីរកការងារធ្វើនៅទីនោះវិញអញ្ចឹងក្រោយពីសំណុំរឿងរបស់ខូចបានបែកហើយក្រោយមកអ្នកភូមិនៅទីនោះក៏ចាប់ផ្ដើមចេញពីភូមិនោះម្ដងម្នាក់ឡើងចង់អស់ពីភូមិទៅហើយតែកុំយល់ច្រឡំពួកគាត់មិនមែនចេញដោយសារតែខ្មោចខូចលងទេគឺពួកគាត់ចេញដោយសារតែចង់ទៅរកការងារធ្វើនៅទីក្រុងហើយចំណែកខ្ញុំក៏ដូចពួកគេដែរដោយសារតែនៅក្នុងភូមិកាន់តែស្ងាត់រកអីមិនសូវបានហើយខ្ញុំក៏បានសម្រេចចិត្តចាកចេញទៅរកការងារធ្វើនៅក្រុងដែរដោយមកប្រកបរបរលក់ម្ហូបកំងចាប់ពីពេលនោះមកដល់សប្តាហ៍ថ្ងៃទៅចាប់តាំងពីពេលដែលខ្ញុំបានចាកចេញពីភូមិនោះមកខ្ញុំមិនដែលបានទៅលេងទីនោះម្ដងទៀតឡើយហើយរហូតមកដល់ឥឡូវភូមិដែលខ្ញុំធ្លាប់រស់នៅនោះវាបានក្លាយទៅជាតំបន់ព្រៃអភិរក្សដែលលែងឲ្យនរណាឡើងទៅនៅលើនឹងទៀតហើយ আমার হাতের টর্চ লাইটের আলোটা হঠাৎ কাঁপতে কাঁপতে নিভে গেল রেল লাইনের দুপাশের ঘন ঝোপঝাড়ের ভেতর থেকে একটা পাতাও যেন নড়ছিল না তখনই লাইনের লোহার পাত ঘেঁষে একটা তীব্র পচা মাংসের গন্ধ আমার নাকে এসে পড়ল আমি মোবাইলটা বের করে ফ্ল্যাশ লাইট চালালাম আলোর তীব্রতা যেখানে গিয়ে পড়ল তখনই আমার বুকের ভিতরটা ধক করে উঠল কেননা এতক্ষণ আমার পাশের রেল লাইনের পাথরে মারিয়ে হেঁটে চলা সেই চেনা গেটম্যান চাচাটি অদ্ভুতভাবেই লম্বা হতে শুরু করেছে অন্ধকারের মধ্যেই আমি দেখলাম তার উচ্চতা বেড়ে পাশের তাল গাছটার সমান হয়ে গেছে যখন সে এক ঝটকায় আমার দিকে ঘাড় ঘুরিয়ে তাকালো আমার কলিজা শুকিয়ে গেল তার মুখে কোনো চোখ নাক মুখ কোনো কিছুই নেই কেবল মসৃণ কুচকুচে কালো চামড়ার একটা ফাঁকা অংশ আর তার দুটো পা সম্পূর্ণ উল্টো দিকে ঘোরানো সে তার দীর্ঘ কঙ্কালসার হাতটা বাড়িয়ে এক ঝটকায় আমার কলারটা চেপে ধরলো আর একটা বিকট গনগনিয়ে বিদারি চেনা গলায় হেসে উঠে বলল নিশি রাতে জিনের লাইনে ছদ্মবেশে জিনকে চিনতে পারলি না রে বোকা মানুষ এই ঘটনা 2024 সালের ডিসেম্বর মাসের আমার নাম ফারহান আমি তখন পাবনা জেলার রূপপুর থানার একটা এলাকার প্রজেক্টরের কাজে গিয়েছিলাম তো প্রজেক্টের পাশে একটা পুরনো পরিত্যক্ত রেল লাইন ছিল যা লোকালয়ে নিশুতি লাইন নামে আখ্যায়িত ছিল স্থানীয় মুরব্বীরা বলতেন বহু বছর আগে এই কুয়াশাচ্ছন্ন রাতে ওই লাইনে জিনদের এক কাফেলা পার হচ্ছিল তখন অসাবধান বশত এক মানুষের টর্চের আলো তাদের গায়ে পড়ে তারপর থেকে ওই লাইনে গভীর রাতে কোনো মানুষ একা গেলে জিনের দল তার ঘাড় মটকে দেয় তাই গ্রামের মানুষজন রাত 10টার পর কেউই ওই লাইনের ধারের কাছেও যেত না আমার সেদিন প্রজেক্টের সাইটে কাজ শেষ করতে করতে রাত প্রায় 2টা বেজে 15 মিনিট হয়ে গেল কুয়াশায় চারপাশ এতটাই ঢাকা ছিল যে
সামনের হাতখানেক জায়গাও দেখা সম্ভব হচ্ছিল না। তাই শর্টকাট রাস্তা হয় আমি আর কোনো উপায় না পেয়ে সেই পরিত্যক্ত রেল লাইনের ওপর দিয়েই হাঁটা শুরু করলাম। যখন আমি রেল লাইনের একটা বড় কালভার্টের কাছাকাছি পৌঁছালাম, তখনই চারপাশের পরিবেশটা আচমকাই থমথমে হয়ে গেল। ঝিঝি পোকার ডাক কিংবা রাতের শিয়ালের ডাক সব যেন এক পলকেই বন্ধ হয়ে গেল। ঠিক তখনই আমার হাতের ভারী টর্চ লাইটটা নিজেই দপ করে নিভে গেল। আমি অন্ধকারে দাঁড়িয়ে যখন মোবাইল বের করে আমার ফোনের ফ্ল্যাশ লাইট চালালাম এবং চালানোর চেষ্টা করছিলাম, তখনই রেল লাইনের পাথরের উপর তীব্র খসখস শব্দ হলো। আমি আলোর তীব্রতা সামনে ফেলতে দেখলাম আমাদের প্রজেক্টের নাইট গার্ড রহমত চাচা কুয়াশার মধ্যে থেকে হেঁটে আসছেন। ওনাকে দেখে আমি হাঁপ ছেড়ে বাঁচলাম। বললাম, রহমত চাচা। যখন উনি আসলেন, ওনাকে বললাম, রহমত চাচা, এই রাতে আপনি এখানে কি করছেন? আপনার তো এই সময় ঘুমানোর কথা। কিন্তু উনি কোনো কথা বললেন না, শুধু ওনার হাতের চেরাকটা উঁচিয়ে আমাকে ওনার পিছু পিছু আসতে ইশারা করলেন। আমিও না বুঝে ওনার পিছনে পাথরের ওপর দিয়েই হাঁটতে লাগলাম। কিন্তু কিছু দূর যাওয়ার পরেই বাতাসে হঠাৎ করে একটা তীব্র গন্ধ ছড়িয়ে পড়ল। ঠিক তখনই বিজলি চমকানোর মতো একটা তীব্র আলো এবং আমার সামনে থাকা রহমত চাচার শরীরটা অদ্ভুত ঝটকায় সোজা হয়ে পড়ে গেল। এক সেকেন্ডের মধ্যে ওনার উচ্চতা সাধারণ মানুষের চেয়েও অন্তত 3 গুণ বেশি হয়ে গেল এবং মাথাটা গিয়ে ঠেকল লাইনের পাশের গাছের মগডালে। সে যখন ধীর গতিতে আমার দিকে ঘাড় ঘোরালো, আমি দেখলাম ওনার মুখে কোনো চোখ নেই, নাক বা চামড়া নেই, কেবল কুচকুচে কালো অন্ধকারের একটা শূন্য গর্ত। আর ওনার হাঁটুর নিচ থেকে 2টো পা ছিল সম্পূর্ণ উল্টো দিকে ঘোরানো। ভয়ে আমার পুরো শরীর অবশ হয়ে গেল। পা দুটো লাইনের পাথরের সাথে জ্যাম হয়ে গেল। সে তার সেই দীর্ঘ কঙ্কাচারা হাতটা বাড়িয়ে এক ঝটকায় আমার গলাটা চেপে ধরে আমাকে মাটি থেকে অন্তত 3 ফুট উপরে শূন্য তুলে ফেললেন। অক্সিজেনের অভাবে আমি ছটফট করতে লাগলাম, আর সেই অবয়বহীন মুখের ভেতর থেকে একটা বেকট চেরা গলায় ফিসফিসানি ভেসে এলো, জিনের সীমানায় পা দিয়েছিস মানুষ, এবার তোকে এই লাইনেই চিরতরে বলি হতে হবে। তখন আমি মনের শেষ শক্তি এক করে সবকিছু বাদ দিয়ে আল্লাহর দিকে খেয়াল করে আয়াতুল কুরসি এবং সূরা নাস এবং সূরা ফালাক পড়তে শুরু করলাম। আমি যখন আল্লাহ তাআলার নামগুলো পড়তে শুরু করলাম, তার ঠিক কিছুক্ষণ পরেই একটা তীব্র বাতাস হয়ে একটা ঝটকা লেগে রহমতের চাচা মুহূর্তের মধ্যেই প্রাকৃতির সাথে মিলিয়ে গেল এবং সে একদম পুরোপুরিভাবে মিলিয়ে গেল। আমিও ভয়ে আচমকা অজ্ঞান হয়ে পড়ে গেলাম। পরদিন সকালে আমার প্রজেক্টরের লেবাররা আমাকে রেল লাইনের পাশ থেকে উদ্ধার করে এবং আমাকে নিকটবর্তী একটা হসপিটালে ভর্তি করে দেয়। সেখান থেকে আমার প্রায় 3 দিন পরে জ্ঞান ফিরে। যখন জ্ঞান ফিরে তখন আমাকে সবাই বলে, আপনার ভাগ্য খুব ভালো ছিল, না হলে আপনি সেদিন হয়তো বেঁচে ফিরতে পারতেন না। এখনো মাঝে মাঝে আমার মনে হয় সেই গল্পের কথা, যে না জানে কবে হুট করে কে কোথায় আমাকে আবারও সেই ছদ্মবেশী জিন আমার সামনে এসে আমাকে আক্রমণ করে। এই জন্য আমি সবাইকে সতর্ক করব, আপনারা সকলে সবসময় সাবধানে চলাফেরা করবেন।
তো এই ছিল আমার ঘটনা। আশা করছি আজকের ঘটনা আপনাদের ভালো লেগেছে। যদি ভালো লাগে আপনারা অবশ্যই লাইক কমেন্ট শেয়ার করবেন এবং দেখা হবে পরবর্তী কোন এপিসোডে। আজকের মতো এখানেই বিদায় নিচ্ছি। আল্লাহ হাফেজ।